ដំណើរដើមតូងហ្នឹងគឺអញ្ចេះបងស្ត្រីបួធំហ្នឹងគឺខ្ញុំពូជានៅខាងខាងលិចផ្សារឡាប់លេងតែខ្ញុំមិនដឹងថាស្រុកភូមិនៅនេះទេមិនដឹងថាជិះទៅខាងផ្សារឡាប់លេងហ្នឹងតែម្ដងខាងលិចហ្នឹងបាទខាងលិចហ្នឹងដល់ពេលហើយហ្នឹងរោងហ្នឹងរោងគឺរោងទី10ហើយដែលខ្ញុំត្រូវបូជាហ្នឹងរោងទី10ហើយអត់បានចូលផ្ទះទេតែទៅហ្នឹងគឺរោងទី10តែយើងបូជាទៅដល់កន្លែងផ្ទះសពហ្នឹងផ្ទះក៏គាត់ហ្នឹងក៏មិនកន្លែងទៅជាទលាយអីណាដែរល្មមអាចធ្វើមេនបានប៉ុន្តែគាត់ណាខុសបន្តិចគាត់ថាអ្នកចិត្តខាងគាត់ហ្នឹងអត់សូវត្រូវគ្នាអញ្ចឹងណាហើយដល់ពេលយើងធ្វើមេនទៅតម្លើងមេនទៅប៉ះចូលទៅដីគាត់បន្តិចទៅវាមានបញ្ហាបាទវាមានបញ្ហាជើងមានយើងពេលយើងធ្វើទៅ6ម៉ែត្រ4ជ្រុងវាធម្មតាយើងវាអៀតសុំអត់បានសុំដីគាត់ទេប៉ុន្តែគាត់ថាគាត់មានដំណោះមួយគ្នាហើយហ្នឹងដល់ពេលយើងធ្វើទៅប៉ះចូលញ៉ៃទៅប្រហែលជា1ម៉ែត្រហ្នឹងដល់ពេលហើយម្ចាស់បុណ្យហ្នឹងក៏សុំទៅតែខាងភាគីខាងនោះគេអត់ព្រមទេដោយសារមានចំនួនអញ្ចឹងវាធ្ងន់ធ្ងរដែរអញ្ចឹងគេអត់ព្រមអញ្ចឹងគេឲ្យដកមួយកង់ចេញធ្វើតែមួយកង់ឯងធ្វើមួយកង់លើឯងធ្វើមួយកង់លើហើយខ្ញុំអត់ព្រមទេបើសិនជាធ្វើមួយកង់លើបើសិនជាខ្យល់មកអាហ្នឹងវាអាចបាក់មែនកាន់តែធ្ងន់ទៀតអញ្ចឹងខ្ញុំសុំទីតាំងគាត់ហ្នឹងគឺនៅដាក់នៅវត្តដូរទីតាំងបាទដាក់នៅវត្តដូរទីតាំងយើងតម្លើងហើយហ្នឹងបងតម្លើងហើយមួយកង់ហ្នឹងអញ្ចឹងយើងសុំដូរទីតាំងពេលយើងសុំដូរទីតាំងទៅធ្វើនៅវត្តហ្នឹងខ្ញុំអត់សុំបញ្ចេញឈ្មោះវត្តទេព្រោះខ្លាចប៉ះពាល់ធ្វើនៅវត្តហ្នឹងលោកគាត់ឲ្យដាក់នៅកន្លែងមុខវិហារដែរយើងដាក់នៅខាងក្រោយហ្នឹងគឺមានមច្ឆាវត្តមួយហើយនឹងដើមពោមួយដើមហើយនឹងខ្ទមអ្នកតានៅគៀនហ្នឹងទៀតអញ្ចឹងយើងធ្វើធម្មតាចិត្តធម្មតាយើងមិនទៅបឋមអីបងគេកល់ទុក3យប់ហ្នឹងហើយយើងធ្វើធម្មតាទៅដល់ពេលធ្វើហើយរយៈពេលម៉ោងខ្ទង់11ថ្ងៃត្រង់យើងតម្លើងហើយយើងក៏ទៅមួយទឹកសម្អាតខ្លួនអញ្ចឹងទៅរហូតដល់ម៉ោងខ្ទង់ខ្ញុំអត់ចាំដែរពេលហ្នឹងខ្ញុំដឹងថាអាសៀលប្រហែលខ្ទង់ម៉ោង3ម៉ោង4នេះហ្នឹងក៏បាក់ប៉ុណ្ណឹងអាសៀលដល់អាចារ្យគាត់ប្រកាសមេក្រូមកទេមកថាឲ្យខ្ញុំនឹងរៀបចំកន្លែងអង្គសពផងពួកអីក្តារវាធ្ងន់ក្តារចិនណាបងបាទមិនក្តារកុងលាក់កែយើងធម្មតាទេវាក្តារចិនអញ្ចឹងខ្ញុំក៏យកដៃដាក់កលកន្លែងហ្នឹង4ដើមកុំឲ្យវាបាក់ទៅក្រោមដល់ពេលហែមកខ្ញុំចាប់អារម្មណ៍ថងថាពេលដែលគាត់ហែមកហ្នឹងគឺមានអតេះក្មេងអតេះកូនង៉ែតទៅបងអតេះហ៊ុញបាទអតេះកូនង៉ែតដែលគេដាក់អង្គុយមានតុក្កតាលេងពីមុខមកគូព្រោះឲ្យកូនភ្លោះបងសពហ្នឹងជាសពកូនភ្លោះបាទក្នុងពោះគាត់នឹងភ្លោះចា2អញ្ចឹងគាត់ទិញអតេះ2អោបមួយក្តារមួយឈូសហ្នឹងគឺហែមកមួយគ្នាហ្មងអូចឹងបានគេទិញអវ៉ាន់ធៀមទុកឲ្យកូនគេហើយបាទមានទាំងកៅអៅមានទាំងទឹកដោះគោមានទាំងទិញហើយអស់ហើយហ្នឹងចឹងបានតែចិត្តគ្រប់ខែប្រហែលជាអាចទុកគ្រប់ខែបងមានទាំងអតេះហ្នឹងមកហើយនឹងទឹកដោះគោមានកៅអៅគឺសម្ភារៈក្មេងទាំងអស់មានទាំងកាទីមានទាំងពូកអាខ្នាយអោបយើងក្មេងៗអញ្ចឹងមានមកចប់គេហែមកដល់ពេលគេហែមកគេដាក់លើលើកមកឈូសហ្នឹងឡើងលើកន្លែងជើងកោះត្រូវកលនៅក្រោមហ្នឹងបងដល់ពេលហើយយើងតុក្កតាអាតេះក្មេងហ្នឹងគេដាក់នៅក្រោមនៅមួយរូបថតហើយក៏មានសំណែនគេសែននៅហ្នឹងមានមន់មានក្បាលជ្រូកមានអីទៅហ្នឹងយើងក៏ធម្មតាយើងក៏មិនចាប់អារម្មណ៍អីរឿងតុក្កតាឬក្មេងៗហ្នឹងណាអាតេះហ្នឹងដែរយើងក៏ទុកដល់ហ្នឹងហើយខាងប្តីគាត់ហ្នឹងគឺនៅកូរ៉េណនៅឯប្រទេសកូរ៉េណទៅធ្វើការនៅកូរ៉េបាទអត់ឲ្យបូជាព្រាមទេពួកអីគាត់មកអូចង់ឃើញប្រពន្ធបាទមុខចុងក្រោយអញ្ចឹងគឺគាត់មកអញ្ចឹងដល់ពេលហើយត្រូវឲ្យសពហ្នឹងតម្កល់ទុករហូតដល់3យប់បាទ3យប់យប់ទី3បានបូជារហូតមកទៀតយើងក៏ខ្ញុំអ្នកមានធម្មតាយើងគេទៅអស់ហើយយើងមិនត្រូវមើលសពបងមិនត្រូវដេកយាមចង់ងឹងចង់អីដេកអញ្ចឹងណាហើយខ្ញុំចាប់ដើមរហូតទីតាំងមួយដែលសម្រាប់ខ្លួនឯងសម្រាប់3យប់ហ្នឹងហ្មងអត់ផ្លាស់គ្នាទេយើងនិយាយគ្នាហើយថាអ្នកណាដេកណាគឺដេកហ្នឹងហើយអញ្ចឹងយើងនិយាយគ្នាថាកុំឲ្យដេកឆ្ងាយពីមេនធ្វើម៉េចឲ្យកុំឲ្យដេកឆ្ងាយពីមេនបើថាដេកឆ្ងាយពីមេនមានបញ្ហាអីមួយគឺពិបាកបន្តិចហើយអញ្ចឹងខ្ញុំក៏យកចន្លោះកលៀតកន្លែងចាយដីហ្នឹងកន្លែងកែងជ្រុងចាយដីមកចងកន្លែងហ្នឹងហើយគ្នាខ្ញុំមួយទៀតគឺចងនៅកន្លែងលើឡានម៉ាស៊ីនភ្លើងយើងហ្នឹងហើយឡានធុងហ្នឹងយើងចងលើហ្នឹងហើយគ្នាខ្ញុំ2នាក់ទៀតដេកនៅក្នុងមេនដេកនៅក្នុងបាទក្រោមមួយនៅលើមួយទៀតតែឡានក្រោមមួយនៅលើមួយខ្ញុំដេកនៅកន្លែងចាយដីគ្នាខ្ញុំមួយទៀតដេកនៅកន្លែងឡានមេនហើយមួយទៀតដេកនៅក្រោមកន្លែងកែងជ្រុងហើយមួយទៀតដេកនៅកន្លែងខាងចុងជើងសពអញ្ចឹងបានទាំងអស់4បាទ4នាក់ប៉ុន្តែនៅថ្នាក់លើបងនៅថ្នាក់លើហ្នឹងយប់ទី1យប់ទី1ហ្នឹងចេះមានលោកមួយអង្គហ្នឹងក្មេងឯងកណាហៅ
លោកនេនចុះ ណា នឹងលោកនេនគាត់មកលេងវាច្រើនលោកគាត់ចូលចិត្តខាងមេនខាងបូជាសពអីចង់មើលមែនតើខ្ញុំធ្លាប់បូជាក្នុងវត្តច្រើនអញ្ចឹងលោកគាត់មកលេងមកសួរនាំថាញោមហើយទុក13យប់អញ្ចឹងលោកអត់ លោកប្អូនណា បាទដល់ហើយខ្ញុំថាអីគុណលងកណាតដឹងដែរតែសំខាន់កូនឯងនៅយប់ហ្នឹងមួយកណាហ្មងអញ្ចឹងខ្ញុំនិយាយលេងអញ្ចឹងតែកូនឯងនៅយប់ហ្នឹងមួយកណាហ្មងទៅអីអាម៉ាតនៅឯមកពោះធំហ្មងធម្មតាគាត់និយាយលេងមួយខ្ញុំក៏និយាយលេងមួយលោកអញ្ចឹងទៅវិញទៅមកនាំគ្នានិយាយលេងអញ្ចឹងទៅហើយគ្នាខ្ញុំនោះ3នាក់ទៀតហ្នឹងគឺនៅចងងឹងគាត់ពងនិយាយមកសង្សារគាត់អញ្ចឹងណាបាទពងនិយាយមកសង្សារគាត់ទៅហើយខ្ញុំនៅនិយាយលេងមួយលោករហូតដល់ម៉ោង9យប់ហើយយប់ឡើងធម្មតាមានខ្យល់ហើយវាភើយហើយខ្ញុំក៏កលែកទៅមើលរូបថតគាត់ខ្ញុំអង្គុយគិតម្នាក់ឯងហ្មងអង្គុយគិតម្នាក់ឯងថាសំណោះជំនួសគាត់ហ៎បងខ្ញុំមានកូនគឺខ្ញុំដឹងមែនតើខ្ញុំដឹងមកថាឧទាហរណ៍ណាបើសិនជារឿងនឹងធ្លាក់មកលើខ្ញុំតែខ្ញុំមានអារម្មណ៍មិនបាទខ្ញុំមានអារម្មណ៍មិនហើយពេលនោះខ្ញុំចាប់ទឹកភ្នែកទៅនិយាយលងហ្មងអាណិតគាត់មែនតើហើយគេថាសុកទៅមានអារម្មណ៍ថាចង់យំហ្មងទឹកភ្នែកយើងចង់យំអញ្ចឹងណាចង់យំឲ្យលោកគាត់តែនិយាយលេងមួយយើងអញ្ចឹងទៅខ្ញុំអត់ចាអារម្មណ៍លោកទេហើយមកស្ទុះក្រោយលោកក៏ទៅ3អង្គលោកក៏ទៅនៅមកមួយអង្គទៀតលោកយើងសាមណេរយើងយុច្រើនហើយហើយជាសាមណេរមួយអង្គទៀតអង្គចិត្តក៏កេះអើយស្មាខ្ញុំនេះញោមខ្ញុំក៏ភ្ញាក់ព្រឺតញាក់កូនលេងកេះនេះអញ្ចឹងភ្ញាក់ដែរហ្នឹងកូនអាត្មាមើលមកពីលើមែនវិញដូចគេស្ទង់នៅឈោចុងជើងមកឈូមកបញ្ញាក់អញ្ចឹងអាត្មាដូចឃើញស្ទង់អីនៅចុងជើងឈូអត់ទេកូនឯងស្វាងភ្នែកអីព្រោះកណាត់វាំងនូនអើយមែនហ្នឹងគឺពណ៌សកែលោវារបូតណាបាទរបូតរួចឡើងស្រាប់តាមកទទួលក្រោយអាតុកតាដែលដាក់តាំងពីមុខមែន2ហ្នឹងគឺវាចេះតុកតាចង់និយាយថាអាទេសក្មេងវាមានតុកតាពីមុខចេះបើក្មេងលេងហ្មងមានបតោកតែយើងមើលពីចង្ងាយទៅគឺវាយល់ចេះអូវាយល់អញ្ចឹងអាដាក់បតោងពេលរុញគេមានបាទមានអាកតោឲ្យក្មេងចាប់លេងហ្នឹងបងគឺវាយល់ចេះវាយល់អញ្ចឹងហើយខ្ញុំឃើញពុបខាងក្នុងខ្ញុំហ្នឹងគឺចាប់ដើមស្រើតហ្មងពវៀនសើឡើងលើហើយស្រើតហ្មងខ្ញុំថាចេះអាយ៉ាមកទៀតហើយអាលើកមុនម្ដងហើយឥឡូវមកម្ដងទៀតហ្នឹងម្ដងមកស្ទុះក្រោយទៀតបើឲ្យដឹងមកយកសាប់តាអាទេសហ្នឹងវាកំពុងតែលេងគឺវាឈប់ងក់ហ្មងអាតុកតាគឺវាឈប់ងក់ដែរម្ដងឈប់ងក់ស្រើបឈប់អញ្ចឹងខ្ញុំភ្លឹកហ្មងភ្លឹកឲ្យអាទៀនដែលដុតវាអមវាធ្លាក់ពីលើតុហ្នឹងហ្មងទៀនណាចង់និយាយថាគ្នាខ្ញុំ4នាក់ផ្អើទាំង4នាក់មកយប់ហ្នឹងផ្អើទាំង4នាក់ខ្ញុំថាចេះដូរគ្នាឥឡូវដូរគ្នាហើយមកដេកលើឡានវិញហើយមកដេកនៅកន្លែងចែកដីវិញអញដេកនៅលើឡានវិញដូរគ្នាបបួលគ្នាដូរបងអើយអាគ្នាខ្ញុំថាអត់ដូរទេអីបើឯងឃើញចឹងហ្នឹងហើយចាប់ដើមអាដេកក្នុងមានវាដឹងទេវាចុះយើងមានឲ្យឆោឡោណាបងតែឆោឡោគឺផ្អើលហើយឆ្កែវត្តធម្មតាបើឲ្យដឹងហើយស្រាប់ហើយគឺក្នុងវត្តគឺមានសត្វច្រើនមានទាំងឆ្មាមានទាំងឆ្កែហេតុតែផ្អើលឆោឡោគឺវាព្រោះហើយអញ្ចឹងយើងចិត្តស្ងាត់ហើយយើងចងំចិត្តចងំណាតែខ្ញុំនោមដាក់ខោហើយបងអើយខ្ញុំនិយាយធំនោមដាក់ខោបាទសើមកខោកាឡាខ្ញុំសើមកចេញនោមមកនិយាយមែនចេញនោមមកខ្ញុំថាទេលើកទី1ហើយដែលខ្ញុំនោមដាក់ខោលើកមុនប្អូនខ្ញុំនោមដាក់ខោឥឡូវខ្ញុំម្ដងនោមដាក់ខោស្ដាយហ្មងតែហើយយើងក៏ធម្មតាយើងឃើញចឹងហើយយើងក៏មិននៅឈីអាហ្នឹងអាតេសទី1បងអាតេសទី1យប់ទី1រហូតដល់ពាក់កណ្ដាលយប់ខ្ញុំហ្នឹងក៏ដេកភ្ញាក់បងឲ្យលងខ្ញុំយើងយាមសពអត់ដេកតែពេញភ្នែកទេបងអើយអាប្រឡែងព្រុសព្រះតិចក៏ភ្ញាក់ដែរហ្នឹងហើយក៏ភ្ញាក់ដែរអញ្ចឹងវាខ្យល់វាបក់មកអាសាំងអាស័យមានក្បាច់ហ្នឹងគឺវាលាន់ហើយគ្រឹកក្រាក់អញ្ចឹងគឺយើងចាប់ដើមភ្ញាក់ហើយញាក់ព្រឺតខ្ញុំថាញាក់ព្រឺតខ្ញុំឃើញមនុស្សស្ទងនៅមុខរូបថតហ្នឹងបងខ្ញុំគិតថាជំនាញមែនមុនបងខ្ញុំគិតថាជំនាញមែនទៅហើយយើងឃើញហើយយើងត្រឡប់មើលចេះមួយស្ដែងហ្មងថាអាហ្នឹងមនុស្សឬក៏កណាត់ទៅហើយខ្ញុំគិតថាមិនមនុស្សទេខ្ញុំគិតថាជំនាញមែនហើយព្រោះអីជំនាញមែនគឺវាច្រើនស្អីបាទជំនាញមែនខាងមេខ្ញុំគឺស្អីច្រើនស្អីខ្ញុំបកស្រាយលើកមុនហើយគឺស្អីបាទអញ្ចឹងខ្ញុំគិតថាជំនាញមែនហើយអាមួយដែលដេកនៅលើមេននេះបើឯងដឹងមកចឹងឃើញស្ត្រីខ្មោចពោះធំហ្នឹងគឺនៅឈរកន្លែងចុងចៃដី
nó trâu trong chạy đây à lại nhầm cho ngưỡng nắng bỏng Bơ bị ngày mà ba việc khơi nhá việc khơi vì coi trẻ việc khơi chăng à coi ngọ chăng à hay là về hai mê nhưng mà lấy ấy mau lươn anh khơi ơi là cái vô thông nó trâu ngưỡng lại người rồi hai nhóm co ta ế ấy cho thành giấy đấy anh tầm khơi hay mới nhăng ấy cho thành giấy áo cháo lẩu với nhân bỏng hỏi sky what lưu rồi ចាប់ផ្ដើម ba chặt đam lưu rồi mỏng pi dốt bỏng ấy ôi làm còn lui sky lưu khơi không ai vì khâu kia thằng tha mày sky lưu khơi không ai cứ về lưu mà này anh hay về chặt đam cái tôi bị bỏ tê cái tôi bị bỏ về cứ về lưu bài còn lụi mỏng bỏng bài còn lụi lang lơ mỏng á lụi bỏng hay ở sky đây về tha lưu trai chơi kia nó cứ về lưu muối cứ bị to này à lưu muối đầu tiên là đi lưu mua lưu trắng cứ như khỏi về lưu to kia trắng á hay xương cá về lưu cối có về lưu này ta sky khơi không nói cứ về ăn cối đi về làng trầu cứ nhom nhà nam chẳng về làng trầu cho mà trời về làng bà trầu trường buôn lưu vô mong tay bờ sky về ta về kia trắng cứ về អង្គុយ បាទវាអង្គុយបាទអង្គុយធម្មតាលូធម្មតាបាទអង្គុយជើងពីរលូធម្មតា ឬក៏ដេកលូបានដែរ បាទដេកលូក៏បានដែរបងហ្នឹងដល់ពេលខ្ញុំឃើញឆ្កែហ្នឹងវាឈោលូខ្ញុំគាត់ថាអើយខ្មោចលងហើយដឹងអាលងមែនតើខ្លាយស្រាក់នៅលើវោពហិយបងឯងយំវាមិនវាតែមួយណាវាផ្អើទាំងអស់ហ្មងហ្នឹងខ្ញុំចាប់ដើមមេខ្ញុំក៏គេថាដែរថារីលេងមែនតើរីឯងតាំងអារម្មណ៍ឲ្យធ្ងន់មែនតើតាំងអារម្មណ៍ឲ្យល្អហើយមួយទៀតស្មារតីក៏នឹងណូកុំប្រែផ្ដាស់ទៅណាឲ្យមូលហ្មងថាខ្ញុំនិយាយវាថាឥឡូវបងអូនឯងថាខ្មោចធ្លាប់លងអូនឯងបងក៏ធ្លាប់លងដែរអញ្ចឹងឯងដឹងហើយថាវាមានសភាពបែបណាអញ្ចឹងយើង4នាក់គឺអត់មានរត់ចោលគ្នាទេយើងត្រូវនៅទាំង4នាក់ហ្នឹងតែម្ដងហើយអាមួយដែលនៅលើវានៅវាឃើញអញ្ចឹងវានៅក្រោមមេនវិញវាដេកនៅក្រោមមេនហ្នឹងតែម្ដងវាដេកនៅក្រោមមេនហ្នឹងហើយខ្ញុំធម្មតានៅកន្លែងដែលងឹងហ្នឹងគឺសាំងទឹកនោមខ្ញុំហើយគឺខ្ញុំអត់អាចដេកបានទេខ្ញុំស្រែកងឹងហ្នឹងចេញខ្ញុំក៏ចាប់ដើមទៅដេកនៅគៀនឡានហ្នឹងដែរហើយធម្មតាយើងសើមងឹងហើយមានកណាត់ណាក្រែដេកទៀតអងអាកេះឡាំងទឹកសុទ្ធយើងកេះឡាំងទឹកសុទ្ធកេះឡាំងវិជាអីហ្នឹងយើងក៏បាទក្រែយកធ្វើមកគូតបានហើយអានេះផ្អែកយើងនេះខ្លួនហ្នឹងយើងផ្អែកលើត្រង់ឡានចេះផ្អែកដេកមកចំបក់ណាមកចំបក់ហ្នឹងគឺដេកទាំងអស់គ្នាបងហើយដឹងមកយ៉ាដេកទាំងអស់គ្នាហ្មងគឺសំឡេងមួយចេញពីដើមពោហ្នឹងម្ដងសំឡេងមិនថាអំពេកូនទេសំឡេងសើចបន្តិចអីបន្តិចបងសើចហ្មងសើចហើយខ្ញុំចាប់ដើមភ្ញាក់ព្រឹតដល់ពេលហើយយើងក៏កេះគ្នាថាម្ដងទៀតឥឡូវយើងកុំរត់ចោលគ្នាអូនណាមុខស្ងួតហ្មងចង់យំអីបន្តិចបងអើយហើយពេលហ្នឹងយើងដើរមានទំដុតបានប្រហែលជាខ្ទង់ដល់50សពហ្នឹងនៅខ្ចីដែរបាទអញ្ចឹងក៏យើងចាប់ដៃគ្នាថាកុំចាប់ថាកុំរត់ចោលគ្នាអញ្ចឹងណាយើងសន្យាមួយគ្នាហ្នឹងហើយនឹងយប់ទី1ដល់ពេលស្អែកឡើងយប់ទី2គឺដូរខ្ញុំដេកលើមេនម្ដងដេកលើមេនម្ដងហើយឥឡូវវាដេកនៅក្រោមមេនហើយគ្នាខ្ញុំមួយទៀតតែដេកនៅគៀនមេនហ្នឹងដែរប៉ុន្តែដេកចន្លោះចៃដីនៅចងជាប់មួយអានាងឡានអាធំឡានមួយធ្នឹមចៃដីនៅគៀនហ្នឹងបងចងជាប់ហ្នឹងខ្ញុំដេកលើមេនខ្ញុំអត់អស់ចិត្តសុទ្ធថាមិនក៏សពនឹងស្លាប់អញ្ចឹងហើយកូននឹងផ្ទៃទៀតខ្ញុំក៏ចាប់ដើមមានអារម្មណ៍ថាតក់ស្លុតហើយអាណិតគាត់មែនតែនបងអាណិតគាត់ណាអាណិតដល់យប់ថ្ងៃទី2ទៀតបាទហ្នឹងយប់ទី2អាណិតសតអង្គុយមកស្ទុះអត់មានខ្យល់ទេបងយប់ស្ងាត់អត់មានខ្យល់ទេខ្ទង់ម៉ោង1ម៉ោងអីហ្នឹងគឺអត់មានខ្យល់ទេស្ងាត់មែនទេខ្ញុំសួរថាចេះអត់មានខ្យល់មិនភ្លើងទៀនគោអឡត់ទៀនគោលើក្តាមឈូសចិនណាអាទៀនកែវណាបាទកែវធម្មតាគឺវាឆេះអស់មកយប់អីគឺវានៅពាក់កណ្ដាលហើយអញ្ចឹងខ្យល់មិនក៏វាមិនអឡត់ដែរហើយខ្ញុំសួរថាមិនអឡត់ខ្ញុំអង្គុយចេះអង្គុយភ្លឹបក្បាលម្នេកគាត់ហ្នឹងទៀតវាមាន4មានចុងជើង1ក្បាលម្នេក1ហើយមួយទៀតវានៅកណ្ដាលខ្ញុំឃើញអឡត់ភ្លឹបខ្ញុំក៏យកតែកេះដុតខ្ញុំស្មានថាខ្យល់វាវាយអញ្ចឹងណាខ្ញុំក៏យកតែកេះដុតហ្នឹងមកដុតពឹបបានមកស្ទូក្រោយចុះវិញអឡត់ចុងជើងមុនដំបូងអឡត់នៅក្បាលម្នេកក្បាលម្នេកដល់ពេលខ្ញុំយកអាដៃកេះមួយទៀតដុតអាក្បាលម្នេកដល់ពេលចុះមកដល់ថ្នាក់ក្រោមគឺអឡត់នៅចុងជើងវិញបាយទៅមើលលើអឡត់នៅចុងជើងវិញខ្ញុំក៏ចាប់ដើមអារម្មណ៍ខ្ញុំអត់ស្រួលទេថាមកឥឡូវឡើងលើវិញទៅអញអត់ឡើងទេលោងចង់ឈឺអីហ្នឹងទៅលេងចង់រួចអីហ្នឹងបងឯងមើលស្រាប់តាអូរៀងខ្លាចយីមិនខ្លាចមែនបើលេងចឹងហ្នឹងសូលញ័រខ្លួនហ្មងភ័យហ្មង
ហើយដល់ពេលហើយដឹងមិនបងឯងដឹងមិននៅពេលដែលទៀននឹងលត់អាវាំងនោះយើងក៏ចាប់ដើមស្រែកចេញស្រែកបាំងមកឈូសហ្នឹងស្រែកបាំងមកឈូសហ្នឹងរហូតបាំងអញ្ចឹងមាន4ទៅ4ស4ណាស1វាំងនូន1មកស1វាំងនូន1អញ្ចឹងទៅយើងក៏ស្រែកអាមួយហ្នឹងបិទអាមួយទៀតអាមួយហ្នឹងបិទអាមួយទៀតកុំឲ្យវាតែលោសัตว์ទៀតអីឆ្មាអីវាឡើងមកវាកន្លងតែកន្លងធ្ងន់ឡើយកន្លងធ្ងន់គឺយើងក៏ចាប់ដើមបិទអាវាំងនូនហ្នឹងបិទអាវាំងនូនហ្នឹងមកឲ្យដឹងមកយត់ពេលដែលយើងស្រែកបិទគៀនមច្ឆាវត្តដូចខ្ញុំនិយាយខាងដើមអញ្ចឹងគឺមានមច្ឆាវត្តនៅគៀនហ្នឹងឲ្យដើមពោនឹងចៃដីខ្ទមអ្នកតាសួរថាមច្ឆាវត្តហ្នឹងពេលដែលគេបូជាហើយគេយកឆ្អឹងទៅណាបងបើឆ្លប់ដឹងអត់ចាក់ចូលស្រែ ចាក់ចូលទលេ បាទចាក់ចូលទលេប៉ិនអត់ទេនេះគេអត់ទេចើកាលគេទុកកូននៅកន្លែងក្រោមមើលដើមពោហ្នឹងបងអូគេចាក់ធ្វើជីបាទគេទុកនៅក្រោមដើមពោហ្នឹងហើយខ្ញុំក៏មិនចាប់អារម្មណ៍ដែរថាឆ្អឹងខ្មោចដែរខ្ញុំក៏ទៅនោមនៅកន្លែងហ្នឹងហើយទៅនោមដើមពោទៅនោមនៅកន្លែងកាច់ជ្រុងលបងចូលយើងមានវត្តមានលបងបើយើងអត់ទៅនោមនៅកន្លែងហ្នឹងយើងទៅនោមកន្លែងផ្សេងវាប៉ះពេលចៃដីគេអញ្ចឹងយើងក៏ច្រឡោះទៅនោមនៅកន្លែងហ្នឹងប៉ុន្តែយើងអត់ដឹងអារម្មណ៍ថាឆ្អឹងខ្មោចទេអត់ចាអារម្មណ៍ឆ្អឹងខ្មោចទេដល់ពេលយើងចាប់ដើមនោមពុបនេះសែកហ្មងឯងមើលម៉ងហឹងអញ្ចឹងខ្ញុំនិយាយមែនអស់លីងហ្មងហត់ឡើងចូលឡានមែនហ្មងដាច់នោមឯងបងដាច់បងនិយាយមិនដាច់មិនបើលេងម៉ាំងហឹងយ៉ាងហ្នឹងខ្ញុំក៏ហត់ចូលក្នុងឡានមែនហ្មងអត់លោចូលឡានមើលភ្លឹបបិទទ្វារបិទអាទ្វារយើងហ្នឹងបិទភ្លឹបយើងទុកដល់ហ្នឹងហើយប្អូនខ្ញុំអាដែនវាធម្មតាវាក្មេងវាដេកយូរហើយរោងទី10ដែរវាដេកយូរវានៅក្រោមអាកន្លែងមេនហ្នឹងវាដេកយ៉ាងហ្នឹងវាចេះឆ្ងល់ថាសលេងកូនងាត់យំមកពីណាសលេងកូនងាត់បងកូនងាត់យំប៉ុន្តែមិនមែនយំលឺធំទេកូនងាត់ធំទេលឺខ្សៅអត់ដូចតំការបាទលឺខ្សៅអញ្ចឹងហើយអាដែនថាចេះតិចខ្មោចដឹងខ្លួនតិចឆ្លងទលេទៅយើងគិតផ្លូវល្អដែរបាទតិចខ្មោចដឹងខ្លួនឆ្លងទលេទៅយើងក៏ហៅដើមបុនគេតែហៅលោកអាចារ្យខ្ញុំលឺសម្លេងកូនងាត់នៅក្នុងមជ្ឈូហើយគាត់ថាអត់ទេសពនឹងចាក់ថ្នាំហ្នឹងចាក់ដោយសារសពយើងទុក3យប់បងអញ្ចឹងចាក់ថ្នាំបាទថាពេលគេចាក់ថ្នាំគេកាត់តសៃដៃសៃជើងទៅអាហ្នឹងខ្ញុំអត់ដឹងដែរបងអត់ដឹងដែរព្រោះអីគេខាងពេទ្យនោះយើងខាងអញ្ចឹងយើងអត់ដឹងទេតែលោកអាចារ្យគាត់ថាសពនឹងចាក់ថ្នាំឲ្យអូនសម្លេងកូនង៉ែតហ្នឹងគឺលោងអណែងហើយច្បាស់អញ្ចឹងសម្លេងកូនង៉ែតហ្នឹងគឺលោងអណែងហើយយប់មិញអាងអាតេសនឹងវាអាកើតុកតាក៏លោងខ្ញុំហើយដល់ពេលទៅជំនុំក៏កាហែមណាក់ខ្ញុំឲ្យឯងគិតទៅលើគិតមិនលើហើយបូជាល្ងាចហ្នឹងឬក៏បូជាយប់ហ្នឹងហើយមកឬក៏បូជាស្អែកស្អែកថ្ងៃសិលទៀតស្អែកចង់ថ្ងៃសិលគេតំណថ្ងៃសិលដែរបងថ្ងៃសិលគេតំណដែរថ្ងៃសិលថ្ងៃសៅរ៍ថ្ងៃគៀបាទអញ្ចឹងយើងក៏ធម្មតាឲ្យគេថាទុកមិនកើតអូនប្តីមកពីកូរ៉េយប់ហ្នឹងផងប៉ុន្តែយប់មកដល់ម៉ោង 3:07 លឺបានគាត់មកដល់តែសពអញ្ចឹងណាហើយយើងក៏ធម្មតាទុកតាមបណ្ណាហើយញ័រអស់បងអើយក្បាលក៏ឈឺដែរក្បាលឈឺផ្ទុកយើងសម្រាប់បានគ្រប់គ្រាន់បាទ10យប់អីបងឯងមើលឲ្យលោងយ៉ាងទៀតហើយមួយដែលប្អូនយប់នោះគឺញាក់ខ្លាំងមែនតើវាញាក់នឹងងឹងញាក់ឡើងគឺមេនមកញាក់ចឹងញាក់ឡើងក៏តូនទៅហើយខ្ញុំនេះព្រោះយើងបុកពោះហងចង់ទៅផ្ទះឲ្យបន្តិចហងchứយើងមិនដេកជុំគ្នាទេដេកជុំគ្នាមិនកើតបងដេកជុំគ្នាឧទាហរណ៍ថាបើសិនជាគេមានអ្នកមកលួចចឹងទៅគេលួចទៅបាត់បាទគេលួចរបស់ទៅបាត់ចឹងនិយាយទៅចែកទិសអញ្ចឹងយើងចែកទិសគ្នាយាមអញ្ចឹងណាបើសិនជាគេមកខាងនោះក៏គេឃើញមើលដេកគេមកខាងនោះក៏ឃើញមើលដេកអញ្ចឹងគេហ៊ានចូលទេចុះអត់មានបងប្អូនសាច់ញាតិខាងសពអីគេនៅកដោគេមកបងគេមកប៉ុន្តែគាត់ណាគេមិនមកបានដិតដល់រហូតដល់កណ្ដាលយប់ចឹងទេគេមកតែក្បាលព្រលប់ម៉ោង6ម៉ោង7អីចឹងម៉ោង7ជាងគេទៅវិញតែប្រហែលជាតាមតំបន់ដែរតាមតំបន់ព្រោះអីយើងនៅពេញគឺយើងកដោមកយប់ទប់ភ្លឺហើយមកឈូសអត់តន់យកឡើងទៅលើមេននេះរហូតដល់ថ្ងៃបូជាមិនយើងយកឡើងតែនៅនោះគេដាក់តកននៅលើមេនហ្មងគេពេលច្រើនខាងកំពង់ស្ពឺគេតម្កល់នៅលើមេនហើយគេបូជាលើទៀតបងគេអត់បូជាលើគេអត់បូជាក្រោមទេគេបូជាលើខាងកំពង់ស្ពឺអញ្ចឹងបងប្អូនអ្នកមាននៅខាងកំពង់ស្ពឺគឺគាត់ដឹងហើយគាត់ដឹងហើយគាត់ថាទលានត្រឡប់ខាងកំពង់ស្ពឺគេបូជាលើខាងកំពង់ស្ពឺខាងកពតគេបូជាលើនឹងបើខាងតកៅយើងមានតាមតំបន់ដែរខាងតកៅគឺនៅខាងប៉ែកខាងជើងទីរោងខេត្តគេបូជាលើខាងកន្លែងបឹងមួយបងហ្នឹងកន្លែងម្ដុំហ្នឹងគេបូជាលើហើយបើនៅខាងកំពង់ស្ពឺគេបូជាលើសង់ទាំងអស់ហើយខាងកពតក៏គេបូជាលើខាងទាំងអស់ដែរសង់ទាំងអស់ដែរអញ្ចឹងយើងក៏សម្រេចចិត្តថាទុកនៅនឹងមួយយប់ទៀតតែម៉ោង 3:07 លឺប្តីគាត់មកដល់យំបងយំយប់ទី2បាទយប់ទី2ប្តីគាត់មកដល់ហើយមកដល់ម៉ោង 3 បាទម៉ោង 3 ភ្លឺ
ហើយឃើញយំមែនតែនយំហើយគាត់យកសពឃើញថាប្រពន្ធគាត់នឹងអត់ទៅណាឆ្ងាយពីកន្លែងមីននឹងទេអត់ទៅណាឆ្ងាយពីកន្លែងតុក្កតាដែលទិញទុកឲ្យកូននឹងគាត់នឹងទេគាត់ទៅណាឆ្ងាយគាត់យកសពច្បាស់ណាថាប្រពន្ធគាត់នឹងគឺនៅកវ៉ែនៅគៀនហ្នឹងគាត់អត់អស់អាឡ័យគាត់ថានៅកវ៉ែនៅគៀនហ្នឹងតែម្ដងនៅកវ៉ែអញ្ចឹងមិនថាមិនក៏តុក្កតាហ្នឹងវាចេះលេងចេះឲ្យដល់ពេលខ្ញុំច្រឡឹងមើលយូរមែនតើគឺស្គប់ឲ្យអាទៀនហ្នឹងវាធ្លាក់អាកន្លែងនេះយោអាកន្លែងចុងជើងអត់ទេមិនកន្លែងចុងជើងអាកន្លែងគេដាក់សែនរូបថតសែនហ្នឹងសែនហ្នឹងវាអត់មានធ្លាក់នៅហ្នឹងហ្មងបាទវាអត់មានធ្លាក់នៅហ្នឹងហ្មងអញ្ចឹងបានខ្ញុំចេះឆ្ងល់ថាអូអញ្ចឹងតាបានចេះលងខ្លាំងមែនតើអញ្ចឹងតាហើយយើងក៏ធម្មតាយើងដេកទៅហើយប្តីគាត់យំខ្លាំងបងអូយំមែនតើយំបោកខ្លួនបាទយំថាដាច់ចិត្តទៅចោលគាត់ដាច់ចិត្តទៅចោលគាត់ខំធ្វើការខំធៀមលុយធៀមអីដើម្បីសម្រាលប្រពន្ធសម្រាលមកអញ្ចឹងណាគាត់ចុះកូនដបងបងអើយហើយកូនដបងព្រោះទៀតឮថាចេះជំងឺហ្នឹងគឺអត់យកប្តីបានទេហើយក៏អត់យកកូនបានដែរបងឲ្យធ្លាប់ឮអត់ធ្លាប់ឮហើយជាជំងឺបេះដូងបាទហ្នឹងហើយអូបេះដូងនេះត្រូវហើយបាទឮថាខ្សោយបេះដូងអីបាទគេមកហែហើយខ្ញុំចេះឆ្ងល់ថាអូមិនក៏ហើយសពនឹងស្លាប់ទាំងពោះធំអញ្ចឹងហើយមានបញ្ហាអីមែនគាត់ថាគាត់នឹងមានជំងឺបេះដូងហ្នឹងបងជំងឺបេះដូងហ្នឹងគឺយកប្តីក៏អត់បានចាហើយយកកូនទៀតក៏អត់បានដែរសំបីសង្សារក៏គេអត់ឲ្យយកដែរព្រោះអីខ្លាចទៅពេលដែលខូចចិត្តទៅគឺបេះដូងហ្នឹងគាំងហ្មងបាទអញ្ចឹងបាទហើយជាអាចជំងឺហ្នឹងធ្លាប់មានអ្នកខលចូលរួមកម្មវិធីខ្មោចមានពិតដែលគេនិយាយពីរឿងជំងឺបេះដូងហ្នឹងអាចឲ្យយកគ្រួសារឬក៏យកសង្សារបានដែរហើយកូនហ្នឹងគឺសុខចិត្តសម្រាប់ខ្លួនហ្មងពួកអីអត់ដឹងថាហួរដើម្បីអីទៀតណាមានបងមានស្លាប់ច្រើនបងខ្ញុំបូជាជួបតែញឹកទេអញ្ចឹងប៉ុន្តែគាត់ថាអត់ដល់តម្កល់ចឹងទេទៅលើកដំបូងឯងកល3យប់ចឹងដល់ពេលហេតុការហ្នឹងហើយស្អែកឡើងដល់ពេលព្រឹកហើយយើងធ្វើពិធីអីតាមទំនៀមទម្លាប់យើងពិធីគឺប្តីសពហ្នឹងគឺគាត់មកកំដរមួយថ្ងៃហ្នឹងពេញហ្មងគាត់អត់ទៅណាគេគាត់នៅយំទៅបោកចង់សន្លប់ហ៎បងយំសូម្បីតែខ្ញុំអារម្មណ៍ខ្ញុំអ្នកមានកូនហ្នឹងមានអារម្មណ៍ថាសំណោះបាទសំណោះឲ្យហូរទឹកភ្នែកចង់ហូរទឹកភ្នែកតាមគាត់សំណោះមែនតើហ្មងបាទហើយយំឲ្យខាងម្ដាយគាត់ហ្នឹងចេះគាត់សន្លប់ 3-4 ដងមួយថ្ងៃមើលគាត់សន្លប់ 3-4 ដងអូមានណាគេទទួលយកបានទេកូនក្នុងផ្ទៃទៀតហ្នឹងគាត់ពេលដែលគាត់យំហ្នឹងដឹងមកអត់បងយំហ្នឹងគាត់អោបអាតុក្កតាអាតេះហ្នឹងបងអាតុក្កតាអាតេះគាត់ហ្នឹងគាត់យំបានបាទគាត់យំអោបថាអាតេះនេះប៉ាទិញទុកឲ្យកូនពេលកូនធំឡើងហើយអាតេះមួយទៀតប៉ាទិញទុកឲ្យកូនធំឡើងខ្ញុំនិយាយមែនសងយំតាមគាត់ទេបងសងយំតាមគាត់ព្រោះអីមើលទៅទស្សនវិជ្ជាបែបហ្នឹងគឺវាពិបាកមែនតើអារម្មណ៍ខ្ញុំគឺជាឪពុកវាពិបាកបងអើយមែននិយាយមែនសំណោះសោកស្ដាយបាក់ទទួលយកអារម្មណ៍ហ្នឹងណាសម័យអត់ចាញ់ទេដូងមួយដែលលក្ខណៈថាខ្ទេចហ្នឹងហើយជាយើងក៏ហើយអាខ្នាយអោបគាត់ហ្នឹងបងអាខ្នាយអោបគាត់ហ្នឹងគឺគាត់អាខ្នាយអោបកូនក្មេងអាទូចហ្នឹងបាទគឺគាត់យកមកដាក់កាយដៃគាត់ចេះអូយខ្លោចចិត្តហ្មងបបាខ្ញុំនិយាយមែនទស្សនវិជ្ជាបែបហ្នឹងគឺយំមែនតើទឹកភ្នែកហូរអត់ដឹងខ្លួនទេបងហើយខ្ញុំសម័យឃើញកូនខ្ញុំនៅទេហ่ะបើសិនជាធ្លាក់មកលើខ្ញុំវិញខ្ញុំតើខ្ញុំទៅមិនចេះបងវាដូចគ្មានអីប្រៀបបានអារម្មណ៍ឈឺចាប់មួយហ្នឹងពួកហើយពិបាកមែនណាអាកាហៅដែលគាត់ត្រូវទិញទុកចាក់កូនងាត់ត្រូវមានអាកាបងគេធៀបសម្រាប់បាទមានអាកាមានដោះគោមានអាកាគាត់តដាងអាវកូនគាត់បងគាត់តដាងអាវកូនគាត់ចេះហើយខ្ញុំពិបាកមែនតើបងគាត់ជុំនឹងបោកខ្លួនគាត់ថាកូនប្រពន្ធបាត់អស់លីងឃ្លាតពីគាត់អស់លីងនៅសល់តែម្ដាយតែគាត់អីទៀតបើគាត់ខំធ្វើការនៅប្រទេសខាងកូរ៉េនោះខំសន្សំឲ្យប្រពន្ធសម្រាប់ខំសន្សំទុកថ្ងៃអនាគតកូនអញ្ចឹងណាបងហើយដល់ពេលឲ្យមកបែកបាក់គ្នាត្រឹមហ្នឹងគឺមានអារម្មណ៍ថាទទួលយកបានចាប់ខ្លាំងមែនតើគាត់តដាងអាវកូនង៉ែតហ្នឹងបងតដាងហើយអាកំប៉ុងដោះគោហ្នឹងគាត់ចាក់ទឹកអាកំប៉ុងដោះគោហ្នឹងគាត់ចាក់ទឹកអាក្នុងកំប៉ុងហ្នឹងគឺដាក់នៅមុខថតហ្នឹងទៀតចាក់ឆុងចៅឆុងឲ្យកូនបាទគាត់ចាក់អាហ្នឹងឆុងឲ្យគាត់ធ្វើចឹងហើយនេះកូនបើអើកូនបើហើយគាត់មានហើយពិបាកខ្ញុំឃើញពិបាកមែនសូម្បីតែអាគ្នាខ្ញុំដែលត្រូវខ្មោចលោគឺផ្សាយចិត្តអាដែនប្អូនខ្ញុំវាថាបងខ្ញុំទៅបារម្ភមកបានទេខ្ញុំសុំទៅដេកមុនទៅអារម្មណ៍បានហើយខ្ញុំនឹងអង្គុយមើលគាត់នឹងអង្គុយមើលគាត់គេអាណិតគ្រប់គ្នាអញ្ចឹងបាទអាណិតខ្ញុំគិតថាគេយំសឹងគ្រប់គ្នាមកហែមកសូម្បីតាសិស្សសាលាជួយហែសូម្បីតាសិស្សសាលាជួយហែក៏យំដែរ
ធំអត់បាន បាទតបានហើយអ្នកកាន់រូបថតដែរអ្នកកាន់ក្មេងអ្នកកាន់អើយនេះអ្នកកាន់អើយតែក្មេងបាទក៏គេយំដែរគេសំណោះមែនតើបងបាទគេចងមួយអាខ្សែអើយគេហៅថា ស៊ីម៉ា ស្បូវឃ្លាំងហែសពបាទគេចងអាស្បូវឃ្លាំងជាមួយនឹងអើយអាតេះហ្នឹងចងអាស្បូវឃ្លាំងជាមួយនឹងអាតេះហ្នឹងហើយមួយទៀតកងមកខាងទៀតហើយចងសោកជាមួយនឹងអាកថកកៅអៅហ្នឹងគឺបន្តជាមួយនឹងក្តារមកឈូសមកតែម្ដងខ្ញុំគ្រាន់តែឃើញអាតេះហ្នឹងព្រាខ្ញុំអារម្មណ៍ខ្ញុំដុសក្ដួលមែនទែនខ្ញុំថាអូបាត់បង់ម្ដងនេះគឺលេងវិលត្រឡប់មកវិញហើយសំខាន់យើងអ្នកដតីហ្នឹងណាយើងគ្រាន់ស្ដាប់ប៉ុណ្្នឹងឯណាចុះអ្នកឃើញផ្ទាល់ចុះតំណមខ្ញុំសុំទោសបាទសុំទោសដល់ខាងដើមបនគ្រូសាសពបងដែរខ្ញុំលើករឿងនេះបាទអាចជាប៉ះពាល់អារម្មណ៍គាត់ទៀតហើយព្រមទៅបើសិនជាឃើញវីដេអូសូមអធិស្ឋានបងនេះដោយសារជារឿងពិតហើយក៏សូមចូលរួមសោកស្ដាយដល់គ្រូសារបស់បងស្រីដែលគាត់បានទទួលមរណភាពនិយាយទៅគឺគាត់វាគួរឲ្យសំណោះហើយវាជារឿងដែលឈឺចាប់ហ្មងណាសម្រាប់អ្នកដែលធៀមនឹងសម្រាលហើយទទួលសមាជិកថ្មីភ្លោះត្រូវគ្រូសារីករាយបាទហើយខ្ញុំឮម៉ែគាត់និយាយគាត់ថាមួយថ្ងៃគាត់ងាតែពោះគាត់ទីស្រឡាញ់កូនតបហើយខោអាវដែលគាត់បត់ទុកហើយគាត់លើកម្ដងទៀតបត់ម្ដងទៀតអូយគាត់និយាយរៀបរាប់នៅហ្នឹងថាអូនប្រពន្ធហែងអាខោអាវដែលយកអាបត់ហើយពីក្នុងកត្រកហ្នឹងហើយយកមកបត់ម្ដងទៀតហើយយកមកអោបដាក់មួយពោះហ្នឹងគឺស្រឡាញ់កូនមែនទែនអូយបាទហើយកូនហ្នឹងស្រីមួយប្រុសមួយទៀតបងខ្ញុំយកអារម្មណ៍ហ្នឹងព្រោះដោយសារតែខ្ញុំធ្លាប់មានកូនដែរកូនដំបូងហើយមួយទៀតមនុស្សគាត់មានជំងឺប្រចាំកាយគេហាមអត់ឲ្យមានគ្រួសារតែគាត់តស៊ូមានគ្រួសារហើយមានទម្ងន់ទៀតអញ្ចឹងគាត់អាចគិតថាគាត់ឆ្លងកាត់ហើយគាត់ចិត្តអាចជួបមុខកូនបានទៀតបាទតែវាអត់មានវាអត់សមណាស់ដែលត្រូវមានរឿងសោកស្ដាយទៅថ្នាក់ហ្នឹងអញ្ចឹងតែឥឡូវយើងគិតជាផ្លូវល្អវិញហេតុអីយើងនិយាយអាចនឹងបងប្រុសឃើញគាត់អាចនឹងនឹកឃើញភាពជឿចាប់របស់គាត់ប៉ុន្តែបើយើងមើលផ្លូវល្អវិញវាជាសារដាស់តឿនមួយដ៏ល្អសម្រាប់បងប្អូនដែលមិនអាចមានគ្រួសារបានមិនអាចមានបត្រាបត្រីបានអញ្ចឹងសូមប្រុងប្រយ័ត្នឲ្យមែនតែនឬក៏យើងទៅរកពេទ្យណាព្យាបាលឲ្យដិតដល់មែនតែនខ្ញុំប្រហែលជាយើងអាចមានឱកាសណាមួយដែលអាចមានបត្រាបត្រីដូចគេបានអញ្ចឹងយកចិត្តទុកដាក់ឲ្យមែនតែនបាទចាបងសម្រាប់ខ្ញុំធ្លាប់បូជាសពគឺជួបច្រើនដែរជួនកាលគាត់មានកូនមួយខែវិញគាត់ស្លាប់មានកូនមួយខែជួនកាលគាត់អត់ទៅមានកូននេះគាត់ស្លាប់ដែរអញ្ចឹងយើងបូជាច្រើនតែម្ដងនេះគឺធ្ងន់មែនទែនរហូតដល់ភ្លោះរហូតដល់កូនភ្លោះ2ស្រីមួយប្រុសមួយទម្លើកទី1បូជាភ្លោះហ្មងបាទភ្លោះហើយគឺកំណត់ទុក3យប់គឺទម្លើកទី1ទេប៉ុន្តែតម្កល់ផ្សេងគឺអត់សពបែបហ្នឹងទេគឺសពធម្មតាអញ្ចឹងទៅជួនកាលគេខាងទូធាអញ្ចឹងគេចង់ទុកលើមេនអញ្ចឹងណាបងអញ្ចឹងយើងក៏កំដរធម្មតាអញ្ចឹងទៅហើយម្ដងនេះគឺលេងមែនតែនទាំងលងទាំងសំណោះខ្លួនខ្ញុំនិយាយនឹងញ័រធុងបងអើយដោយសារដុសក្ដួលពេកខ្ញុំគិតថាអ្វីដែលយើងបានឃើញហ្នឹងលែងឲ្យយើងខ្លាចបែរជាអាណិតគាត់អាណិតបងអាណិតខ្លាំងមែនទេដោយសារតែខ្ញុំមានកូនដែរកូនឥឡូវខ្ញុំកូនខ្ញុំ3ឆ្នាំហើយអញ្ចឹងខ្ញុំមានកូនគឺខ្ញុំដឹងខ្ញុំយកអារម្មណ៍មួយហ្នឹងច្បាស់មែនទេចិត្តជាឪពុកគេបាទយកអារម្មណ៍មួយហ្នឹងហើយម្ដាយគាត់ខាងម្ដាយក្មេកខាងសពហ្នឹងគាត់ធៀមឲ្យអាកាទីដែលត្រូវងឹងដែលត្រូវអាងឹងយើងចុចតេឡេនេះយកនឹងអូតូបាទអូតូក៏គាត់ធៀមសម្រាប់ចៅគាត់ដែរហើយខាងម្ដាយខាងកូនសពហ្នឹងម្ដាយបង្កើតគាត់ហ្នឹងក៏គាត់ធៀមខោអាវធៀមម្សៅអីត្រូវលាបត្រូវអីទាំងអស់ហ្មងនិយាយទៅខ្ញុំគិតថាចិត្តដល់ថ្ងៃដែលកើតហ្មងបាទបានគេទិញអីវ៉ាន់មុនរបស់ជឿធម្មតាគេមិនដែលទិញ2 3ខែទុកមុននេះគេទិញ1ខែឬកន្លះខែមុននេះពីគៀកចូល7ខែហ្នឹងគេអាចបាក់ហ្នឹងបងបាក់ហ្នឹងព្រោះអីគាត់រៀបចំឲ្យអស់មកសម្ភារៈមកសេតមកនេះឲ្យប្តីគាត់ហ្នឹងគាត់ថាពេលដែលប្រពន្ធឆ្លងទលេហើយគាត់នឹងសុំច្បាប់មកវិញមកមើលកូនបាទមកមើលកូនប៉ុន្តែអកុសលអីគឺប្រពន្ធគាត់គឺបានវាចាក់លោកបាទចាក់ហើយអញ្ចឹងហើយខ្ញុំគិតថាប្តីគាត់ក៏ទៅដែរទៅប្រហែលជាខ្ទង់ប្រហែលជា5ខែហ្នឹងបងហ្នឹងហើយប្តីគាត់ទៅទេខ្ទង់5ខែអញ្ចឹងប្តីគាត់នោះគាត់ថាឮថាប្រពន្ធខូចព្រាមបងអើយធ្វើការមានកើតណាហើយគាត់ក៏អាចបន្តការងារនៅកន្លែងបានដែរគាត់សុំមកហើយគឺគេប្លែកដូចអាហ្នឹងដូចជាប្លែកលីហ៎ឬក៏ត្រូវប្រឡងឡើងវិញអីចឹងណានិយាយទៅបោះឱកាសការងារចោលបាទអញ្ចឹងក៏គាត់មកវិញអញ្ចឹងទៅយើងអ្នកមានក៏ធម្មតាដល់តែគេយើងកល់ទុកតាមចិត្តដើមបុណ្យណាយើងបានយកក៏បានដែរឲ្យតាគាត់ព្រមទុកអញ្ចឹងទៅចាក់ឲ្យចាក់ថ្នាំចាក់អីរហូតដល់យប់ទី3បងយប់ទី3ហ្នឹង
បូជាសពហ្នឹងគឺខុសគ្នាចេះត្រង់ថាខ្ញុំឲ្យដើមបុណ្យហ្នឹងទៅទិញដូងទុំយើង បាទ ដូងទុំហើយនឹងស្លឹកតយអាតយយើងដែលធ្វើមួយអែមធ្វើអីហើយដូងទុំយើងហ្នឹងយកមកដាក់នៅក្នុងឡហ្នឹងម្ដងកុំឲ្យវាស្ងៀម បាទ ដូងទុំយើងហើយនឹងស្លឹកតយយើងដាក់យកមករៀបដាក់ក្នុងឡហ្នឹងកុំឲ្យវាស្ងៀម ដាក់ទាំងមូលហ្មងតា អត់ទេវាយវាចេញបងពេលដែលយើងវាយវាហើយយកទឹកវាចេញវានៅក្នុងឡហ្នឹងណាបងវាយើងដាក់ក្នុងឡចូលទៅវាដុតទៅវាឆេះដូងទៅវាឈ្ងុយហើយវាឈ្ងុយហើយអាស្លឹកតយក៏វាឈ្ងុយហ្នឹងវាអត់មានធំក្លិនឈាម កុំឲ្យក៏ធំក្លិនខ្លាំងបែក ឈាមអញ្ចឹងយើងក៏បូជាបងអើយសម្រែកទៅហូរយំមកបងសម្រែកទៅហូរយំពីគ្រួសារនៃសពចង់និយាយថាសន្លប់4នាក់ប្តីម៉ែក្មេកម៉ែបកើតប្អូនចង់និយាយថា4នាក់ហ្នឹងគឺសន្លប់ហ្មងបោកខ្លួនហ្មងចុះពេលដែលយើងបូជាពេលដែលតមីពេលដែលកូនកដុលវាហត់ចូលតមីវាយំអាហ្នឹងរុនធុកហ្នឹងហើយគាត់ថាយំពុបស្រាយអូនអើយមកវិញមកអូនមកវិញមកខ្ញុំគ្រាន់តែលឺអញ្ចឹងខ្ញុំនិយាយមិនខ្ញុំញ័រខ្លួនហ្មងញ័រខ្លួនហើយបូជាកើតទេបងអើយពេលដែលយើងបូជាហើយបូជាខ្ទង់ប្រហែលជាចិត្តអស់បងបើឲ្យដឹងមកយត់កូននៅក្នុងផ្ទៃហ្នឹងគឺខ្ញុំឃើញស្រស់ហ្មងចុះឆេះអស់បងឃើញកូនង៉ែតយូរទៅថាខ្ញុំក្តុកក្តួលមែនតើហ្មងឃើញកូនវាអោបគ្នាបងឯងមើលកូនហ្នឹងបាទវានៅក្នុងផ្ទៃហ្នឹងហ្មងវានៅក្នុងផ្ទៃហ្នឹងហើយពេលជឿយើងមានឡចេះបិទដាំងចេះហើយយើងមិនមើលដល់ពេលវាឆេះអស់បងឯងហ្នឹងមកយត់ឆេះអស់ខ្សាច់ពុះហ្នឹងទៅគឺវានៅកូនជាងាងហ្នឹងហ្មងអូយបងអើយបបាក់មែនតើបងក៏ឃើញទស្សនភាពហ្នឹងចង់អួរដើមកូនដែរខ្ញុំធ្លាប់មានកូនគឺខ្ញុំឃើញកូនអាចងាងហើយវាអោបគ្នាបងវាអោបគ្នាហើយឆេះដៃឆេះជើងឲ្យចងាងខ្ញុំនឹកឃើញកូនខ្ញុំហ្មងបងឃើញកូនខ្ញុំបើសិនជាមានបញ្ហាអីវាអញ្ចឹងគឺវាបាបងខ្ញុំអារម្មណ៍ថាដាក់ភ្លុកដែលបូជាធ្លាប់បូជាគេផ្សេងហើយបើបូជាគាត់ឃើញស្រស់អញ្ចឹងមានអារម្មណ៍ថាវាពិបាកទទួលយកតោះថាយើងមានកូនណាបងមានកូនឲ្យឃើញអញ្ចឹងវាទទួលយកបានបាទទទួលយកបានទេសូម្បីតែឪពុកគាត់ដែលគាត់មកអើតមើលគាត់តែអើតមើលពឹបកាំងបេះដូងហ្មងសន្លប់ទឹងហ្នឹងហ្មងអញថាបងខ្ញុំសុំទោសបងខ្ញុំអត់មានចេតនាថាទៅស្កើស្គៀលអីទេតែខ្ញុំកាយឲ្យងើកពេលដែលកាយឲ្យងើកហ្នឹងគឺវាធ្លាក់កូនហ្នឹងហ្មងវាធ្លាក់អាកូនមួយដាច់ពីគ្នាហ្នឹងធ្លាក់មកទុតនៅក្រោមហ្នឹងហ្មងបងឯងមើលហ្នឹងមកយត់ម្ដាយគាត់សុំខ្ញុំមកអូនឯងគុំធ្វើអីស្ព្រេផ្ដាស់អត់ទេអ៊ំខ្ញុំអត់ទេបងអ៊ំឲ្យចិត្តកេះឲ្យមកនៅមកខាងឆេះតាមសម្រួលហ្មងហើយខ្ញុំយកអាឈើតម្រៃយើងហ្នឹងបងយកអាឈើតម្រៃយើងហ្នឹងយកទៅចើគៀបយកឡើងដាក់លើពោះគាត់វិញឲ្យវាឆេះតាមសម្រួលបងគៀបដូចសាច់យើងជ្រុះពីចក្រានលើកដាក់លើដូចយើងចាំវ៉ែបងយើងចាំវល់សាច់អាំងអញ្ចឹងខ្ញុំយកអាឈើអាស័យហ្នឹងយកទៅគៀបចេះទៅគៀបឲ្យចាប់ដាក់លើពោះគាត់វិញអូយកអាណាធំណាបាទចាប់ដាក់លើពោះឲ្យប្អូនខ្ញុំហ្នឹងវាឃើញវាហ៊ានបូជាទេ3 4នាក់គឺវាហ៊ានបូជាទុកឲ្យខ្ញុំថាឯងធ្វើបាបអញមែនអញមានកូនហើយអញឃើញចឹងទៀតមានអារម្មណ៍មកទៅយើងមិនខ្លាចទេប៉ុន្តែយើងអាណិតបាទអាណិតមែនតើវាឈឺចាប់ហ្មងឈឺចាប់ខ្លាំងមែនតើបងពេលដែលខ្ញុំកាយឲ្យងើកបើដឹងមកយត់ខ្ញុំយកឈើយើងទៅកាយឲ្យងើកចេញពេលដែលទៅកាយឲ្យងើកចេញវាឆេះកូនហ្នឹងដាច់ទងសុកពីគ្នាបងវាធ្លាក់មកមួយពុបនៅលើអាកន្លែងឈើខ្ញុំកាយលក់ពុកហើយទៅកូនប្រព័ន្ធកពួនជើងខ្ញុំហ្នឹងបងឯងមើលអូធំហីឃើញខ្ញុំប្រព័ន្ធកពួនជើងខ្ញុំបងប្រព័ន្ធកពួនជើងហើយក្បាលប្រព័ន្ធណាណៃហើយដៃអោបទេញមកអោបធុងមកខាងកងាងមកខាងចេះហើយជើងទេដូចកែបចឹងបងគាត់តែឃើញបាទទទួលយកហើយខាងប្តីគាត់ហ្នឹងគាត់តែឃើញកូននឹងយំឃើញកូននឹងស្លាប់ហើយម៉ែអត់ហ៊ានមកមើលទេកាលមកមើលដឹងតែកាំងបេះដូងស្លាប់ម្ដងទៀតហើយដឹងតែស្លាប់ហ្មងបងបើអត់ឃើញហ្មងអត់អីទេតែនេះឃើញមុខកូនតែឃើញក្នុងជាលក្ខណៈថាសពហើយបាក់តួយកខ្ញុំបូជាអើយធម្មតាសពចឹងគឺពិបាកបូជាត្រង់ថាឃើញស្រស់ពេកបងឃើញកូនចឹងគឺខ្ញុំពិបាកបូជាខ្ញុំសុខចិត្តឲ្យឆេះតាមសម្រួលបើកន្លែងណាអត់ឆេះខ្ញុំសុខចិត្តយកឈើហ្នឹងរុញអាងើកចូលឲ្យឆេះកន្លែងចឹងអត់ហ៊ានប៉ះទេពូខ្ញុំខ្លាចមែនទែនខ្លាចហើយមានអារម្មណ៍ថាអើយអាណិតក្មេងហ្នឹងហ្មងបើសិនជាគ្នានៅហើយយកទៅឈើទៅប៉ះចឹងតើគ្នាឈឺមិនយើងនេះឈឺមិនហើយចុះបើសិនជាស្លាប់ហើយយើងយកទៅប៉ះចឹងទៀតមានអារម្មណ៍ថាពិបាកនិយាយបងខ្ញុំពិបាកនិយាយមែនតើគ្នាអត់បានឃើញពលឺថ្ងៃផងបាទ
ហើយពីឲ្យមួយទៀតធ្លាក់នៅហ្នឹងហើយមួយទៀតនៅជាប់អាសាច់ពោះគាត់ឆេះមកខាងជាប់កាវៀននៅហ្នឹងហើយមួយទៀតធ្លាក់មកកន្លែងមាត់ឡងបើសិនជាខ្ញុំអត់មើលអាចនឹងធ្លាក់នៅកក្រោមបើសិនជាខ្ញុំអត់ទៅមើលអាចវាធ្លាក់មកក្រោមប៉ុន្តែខ្ញុំចេះមើលតខ្ញុំបើកអាកាម៉ូបឡហ្នឹងមកមើលមកវាកេះអាងើកហ្នឹងចេញមកវាធ្លាក់មកហើយហ្នឹងបងចឹងបានថាបើធ្លាក់មកក្រោមដុតឆេះថាតូយកដុតឡើងវិញបាទដល់ចាប់ដល់ឡើងវិញហើយខ្ញុំចាប់មិនម៉ោង8បានបូជាចង់អស់ម៉ោង8 8យប់បងអត់ទេ8ព្រឹកបងយើង បាទយើងបូជាម៉ោង8យប់ហើយចិត្តម៉ោង8ព្រឹកបានអស់12ម៉ោងបាទខ្ញុំរូមេនឲ្យអស់ហើយនៅសតឡឯងអត់ហ៊ានទេអត់ហ៊ានចង់និយាយថាវាពិបាកបូជាបង50-60ខ្មោចហើយបើជួបប៉ះខ្មោចនឹងទៀតប៉ះសពនឹងទៀតគឺវាពិបាកបូជាមែនតើអារម្មណ៍មួយអាណិតអារម្មណ៍មួយទៀតវាក្តុកក្តួលអារម្មណ៍មួយទៀតនៅឃើញថាខ្លួនឯងមានកូនអញ្ចឹងបើសិនជាអញ្ចឹងទៅវាពិបាកមែនតើបាទយោអញ្ចឹងយើងក៏ចាប់ដើមរូមេនអីរហូតដល់ម៉ោង8កន្លះយើងក៏អស់ហើយបងអស់ហើយអស់លីងបងចង់ថាអស់អារម្មណ៍បូជាបងសំបីតាគេហៅបូជាទៀតក៏អត់ទទួលគេដែរបងបាក់ខ្លាំងបាទអស់អារម្មណ៍បងវាតែរងទី10ហើយយើងមកប៉ះចុងក្រោយហ្នឹងគឺវាធ្ងន់មែនតើបងវាធ្ងន់គឺពិបាកមែនតើយើងអាចនិយាយថាបាក់មិនបាក់ដោយសារខ្លាចទេយើងទទួលយកអារម្មណ៍អាគេបែកបាក់គ្រួសារនៅភ្នែកពេកទេបាទវានៅរន្ធត់រឿងដែលកូនវាឆៃឲ្យឃើញតបភ្នែកទេបងហើយចូលយើងធម្មតាយើងមានបបោជាក្តារចិនយើងអត់ដាក់អស់ហ្នឹងយើងមានដាក់អស់ណាខ្ញុំក៏បាទខ្ញុំអត់ទេខ្ញុំក៏ខ្ញុំអត់ដាក់ដែរបបោជាឡេតហ្នឹងបងឡេតហ្នឹងក្តារចិនពេលដែលយើងដាក់ក្តារទៅយើងអត់ប្រើអស់ខ្ញុំប្រើតាកតិចអស់ដែលត្រូវកាត់មីភ្លើងត្រូវកាត់ចុះក្តារចិនបងក្រាស់ប៉ឹកអីហ្នឹងយើងបើយើងដាក់អស់ទៀតខ្លាចវាឆេះច្រើនទៅវាអត់មានឆ្អឹងហើក្តារមឈូសហ្នឹងបាទក្តារបូជាមឈូសបាទតាមឈូសហើយយើងអត់ដាក់អស់ហើយអញ្ចឹងឲ្យឆេះតាមជាមួយទៅដល់ពេលយ៉ាឆេះក្តារអស់ហ្នឹងទៅវាឃើញសពនឹងទាំងទៀតខ្ញុំហើយបាយក៏អត់ចូលដែរបងអើយបាយចូលមកដល់ផ្ទះអាណិតបាទអូខ្ញុំពេលដែលបងនិយាយខ្ញុំស្មើសម័យអាបងកេះអីហើយធ្លាក់អីមកអីហ្នឹងអូបាទចង់ថារឿងនេះបងប្អូនដែលស្ត្រីដែលមានផ្ទៃពោះសូមកុំមើលកុំទស្សនាអីខ្លាចប៉ះពាល់អារម្មណ៍មែនតើហើយប៉ះពាល់ហើយអត់តន់ចប់ឯងបងរឿងនេះគឺនៅទៀតអញ្ចឹងសាច់រឿងមិញអត់តន់ចប់ទៀតអត់តន់ចប់ឯងបងព្រឹកលំឡើងយើងរូមេនអីហើយអញ្ចឹងទៅយើងនៅតឡទេហើយអ៊ំមួយដែលគាត់ត្រូវយកអាម្ហូបអាហារដែលខ្ញុំត្រូវហូបយាមមកបងយាមមកយប់ដំបូងគាត់យកបបរមកម៉ោង9យប់ម៉ោង10ហ្នឹងគឺគាត់យកបបរខ្ញុំហូបខ្លាចហេវគាត់យកបបរទឹកផ្លែឈើអីហូបនេះគាត់ក៏ប្រាប់ខ្ញុំព្រឹកលំឡើងគាត់ប្រាប់ខ្ញុំមកកន្លែងរូមេនអូនពូឃើញតុក្កតាដែលនេះហ្នឹងអាតុក្កតាដែលអាតេះក្មេងលេងហ្នឹងគឺមិនមែនក្មេងទេម្លីងកងវាលម្លីងកងវាលបងម្លីងកងវាលវារុញចេះវាកេះដៃលេងចេះដូចតុក្កតាក្មេងលេងគឺវាទៅលេងហ្នឹងបងវាទៅលេងហ្នឹងហើយគឺច្រើនមែនតើសិតតែម្លីងកងវាលរត់ពេញទៅហ្នឹងវាលេងអាហ្នឹងសុបាយហើយខ្ញុំចេះឆ្ងល់មិនក៏ទៀននឹងធ្លាក់វាមិនអាចចឹងនិយាយថាវាមិនសុកបាទវារុញលេងរុញអីចឹងណាអញ្ចឹងពូក៏ប្រាប់ថាអូននិយាយមិញពូយកបបរអូនឯងហើយប៉ុន្តែពូមកវិញពូក៏លេចឃើញសិតតែម្លីងកងវាលតែក្មេងៗលេងអាតុក្កតាហ្នឹងបាទបាយដឹងមកចាត់ម្លងបាន4ថ្ងៃគឺខ្ញុំមកបូជាសពគាត់ណាបាទ4ថ្ងៃខ្ញុំមកបូជាសពគាត់តែម្ដងគាត់ឈឺស្លាប់បងតាំងពីគាត់ឃើញហ្នឹងមកគឺគាត់ឈឺស្លាប់គាត់ខ្លាចពេកមែនបាទគាត់ខ្លាចគាត់ឃើញថាមិនម្លីងកងវាលហ្នឹងគាត់និយាយប្រាប់ខ្ញុំថាមិនមែនម្លីងកងវាលនៅក្បាលពេញទេម្លីងកងវាលខ្លះអត់មានក្បាលអូយគាត់ឈឺដល់ណាឈឺសក់ជ្រូអីចឹងទៅឬក៏មិនចេះដាំតងចេះសាក់គ្រួសារគាត់គាត់ថាអីតាំងពីយកបបរឲ្យមេនមកមានអារម្មណ៍ថាគាត់នឹងរៀងភ័យស្លន់ស្លោភ័យខុសធម្មតាគាត់ភ័យឲ្យគាត់និយាយអត់ចាញ់ទេតាំងពីយកបបរឲ្យមេនហ្នឹងមកតែថាមិនថាមកកំហុសមកពីមេនទេតែគាត់ឃើញខ្លួនគាត់ទេដោយសារតែគេដាក់អាតុក្កតានៅពីមុខហ្នឹងគឺលីងកងវាលគាត់ឃើញគាត់លេងណាដល់ពេលលេងទៅមានខ្លះអត់ក្បាលហើយក្មេងទូចហ្នឹងដូចមានអារម្មណ៍ថាដូចកូនង៉ែតហ្នឹងមិនបងគាត់និយាយប្រាប់ខ្ញុំគាត់ថាដូចមានអារម្មណ៍ថាកូនង៉ែតហ្នឹងមិនទេមកលេងតែគាត់អត់ច្បាស់ដែរបាទគាត់អត់ច្បាស់គាត់ឃើញរៀងព្រិលអញ្ចឹងចុះចេះខ្ញុំសុំកាត់តិចចុះគាត់ប្រាប់ brother ពេលណាដែរពេលខ្ញុំដែលខ្ញុំត្រូវបូជាពេលព្រឹកលំឡើងខ្ញុំថាបូជាបៃវ៉ាន់ចេញវិញបៃវ៉ាន់ចេញវិញបូជាហើយយើងមានបៃវ៉ាន់ចេញហើយគាត់ក៏ដើរកាត់ហ្នឹងគាត់ក៏មកប្រាប់ខ្ញុំថាយកមើលញ៉ាំខ្លាចអត់អញ្ចឹងណាគាត់និយាយថាខ្លាចពូឃើញម្លីងកងវាលមិនខ្មោចលងទេម្លីងកងវាលកេះអាហ្នឹងលេង
កេះអានឹងលេងពី3នាក់ឯងរត់នៅលេងនឹងពេញជុំនៅមុខថតហ្នឹងហើយដល់ពេលហើយម្លងមិន14ថ្ងៃគឺខ្ញុំមកជានឹងកន្លែងដដែលហើយនៅចិត្តវត្តហ្នឹងហ្មងគឺគាត់នឹងស្លាប់ដោយសារតែ ខ្លាចពេក បាទខ្លាចពេកអញ្ចឹងគ្រួសារគាត់និយាយថាចេះហ្នឹងហើយគាត់ហ្នឹងហើយដែលត្រូវខ្លាចរីកងវាលអញ្ចឹងខ្ញុំក៏បូជាគាត់ក៏ញ័រដៃដែរបងខ្លាចដែរហ្នឹង តែបូជានៅចិត្តហ្នឹងដែរតែបៈវេនវត្តហ្នឹងដែរឬក៏នៅផ្ទះគាត់វិញ នៅផ្ទះគាត់ទេបងបាទនៅផ្ទះគាត់ទេ ចុះធ្វើម៉េចបានយើងដឹងថាគេទេមកយើងដឹងថាជាគាត់ទៅ តាមពិតទៅមុនដំបូងគឺខ្ញុំអត់ដឹងទេតែដល់ពេលយើងត្រូវហែសពបងប្អូនគាត់ហ្នឹងមិនកាន់រូបថតហែនៅពីមុខហ្នឹងបងហើយដល់ពេលខ្ញុំកលែងរូបថតទៅថតថ្មីដែរបងខ្ញុំបាក់ហ្មងថាចំពូនឹងទៅប្រាប់រឿងរីងកងវាប្រហែលថ្ងៃមុនហើយលើស្លាប់អញ្ចឹងវាអារម្មណ៍រឿងនេះរឿងស្លុតដែរបងស្លុតដែរហើយស្រស់ហឹងទៀតបងរឿងវាទៅឃើញនឹងភ្នែកយើងហើយដល់ពេលហេតុការណ៍ហ្នឹងកាត់ឡើងទៀតគឺបូជាគាត់ហ្នឹងតែម្ដងអញ្ចឹងវាទូនគ្នាពេកបង យើងមិនដឹងថាគាត់ជំងឺឬក៏មិនអីមិន ហើយខ្ញុំក៏ច្រើនគិតថាគាត់ឃើញឲ្យព្រោះអីម្ដាយគាត់ហ្នឹងតែមុនបូជាហ្នឹងក៏ប្រាប់ខ្ញុំដែរថាតាំងពីយកបបមានយកទៅកន្លែងមានហ្នឹងមកវិញទៅរៀងផ្លឹកហើយរៀងភ័យរៀងភ័យអញ្ចឹងដល់ពេលហើយតាំងពីហ្នឹងមករៀងឈឺបងតាំងធ្លាក់ខ្លួនឈឺហ្មង តែគាត់អត់បានប្រាប់គ្រួសារគាត់ថាគាត់ឃើញអត់ទេគាត់មានប្រាប់ម្ដាយគាត់ទេ អាហ្នឹងខ្ញុំអត់ដឹងដែរបងតែគាត់ថាម្ដាយគាត់និយាយថាពេលដែលមកយកបបហ្នឹងគឺគាត់ចាប់ដើមរៀងផ្លឹកលាងហើយ ម្ដាយគាត់ប្រាប់តែប៉ុណ្្នឹងដែរ គាត់ប្រាប់ហ្នឹងព្រោះយើងហ៊ានសន្និដ្ឋានថាតើឃើញមនីកវីនឹងឈឺស្លាប់មែនអត់ទេព្រោះយើងហ៊ានសន្និដ្ឋានហ្នឹង ខ្ញុំស្មានចប់ហើយតែមិញសាច់រឿងស្ត្រីមានផ្ទៃពោះមិញខ្ញុំស្មានចប់ត្រឹមហ្នឹងហើយតែមិញ ទៅឲ្យតដល់អ្នកដែលឃើញនឹងឲ្យគាត់ឈឺរហូតដល់តា ស្លាប់ទៀត អូខេអ្នកទាំងអស់គ្នាដែលកំពុងតាមដានទស្សនាកម្មវិធីតុកភ្លឺ background ងងឹតតាមរយៈ channel Smart Asita ឲ្យសាច់រឿងនេះបានដែរសាច់រឿងទី1ឲ្យបានដែរកុំភ្លេច comment ប្រាប់ហើយមុននឹងយើងចូលដល់សាច់រឿងទី2ខ្ញុំចង់សួរអារម្មណ៍យ៉ារ៉េនដែរបើបានស្ដាប់សាច់រឿងទី1មានអារម្មណ៍មិនដែរ រន្ធត់ហើយវាមានការឈឺចាប់សោកស្ដាយនៅក្នុងនឹងវាដូចរបៀបអីមួយយ៉ាងហើយវាមានអាចុងក្រោយដែលឃើញមរិញគង្វាហ្នឹងគាត់ស្លាប់មកតង់ទៀតហ្នឹងគឺខ្ញុំអត់នឹកស្មានដល់ហ្មងបង បាទសូម្បីតែខ្ញុំអ្នកបូជាក៏ឃើញគាត់ភ្ញាក់ហ្មងក៏ដឹកស្មានដល់ថាគាត់ជាគាត់ដែរព្រោះតែឃើញថ្មីហើយគាត់មកប្រាប់យើងចឹងទៀត បើសាច់រឿងនេះសម្រាប់ខ្ញុំវិញមានអារម្មណ៍ថាដាច់ចកេះរហូត ចា ទី1ខ្ញុំគិតថាគ្រាន់តែអូខេសពស្ត្រីដែលមានផ្ទៃពោះគាត់បានបាត់បង់ជីវិតទៅវាគួរឲ្យខ្លាចអីចឹងណាអានេះយើងធ្លាប់មើលកូនមកអញ្ចឹងខ្ញុំគិតថាអញ្ចឹងគ្រាន់ឡងសាហាវទេខ្ញុំគិតគ្រាន់ស្ដាប់ចំណងជើងមកតែមកបែកជាគ្រាន់ថាឡងបន្តិចហីមកកាច់ចកេះទៅជាកំសត់វិញបាទកំសត់យើងគិតថាអស់ហើយសាច់រឿងនឹងចប់ហើយមកថែមមកតង់មកពីលើទៀតវាកិច្ចអត់តន់ណាបើគេបដាលមកវាស្មើនឹងកិច្ចអត់តន់ណាគឺត្រូវ3ដៃចូលនឹង3ដៃ អូខេចា អ្នករ៉េតម្នាក់មួយមកសម្រាប់សាច់រឿងទី1មុននឹងយើងចូលទៅសាច់រឿងទី2ហើយខ្ញុំសូមបញ្ជាក់មួយសារទៀតបើសិនជាអ្នកអស់គ្នាមានជំងឺខ្សោយបេះដូងឬក៏ជាស្ត្រីដែលកំពុងតែពោពោះកុំស្ដាប់ជាដាច់ខាត ឬក៏បងដែលគាត់ទឹមតែសម្រាលហើយ ណាកូនខ្ចី ចាមួយទៀតតែគាត់មានជំងឺបេះដូងតែថាអត់ត្រូវយកប្តីឬក៏យកកូនបានណោះ ចាបង អញ្ចឹងគាត់ស្ដាប់វីដេអូហ្នឹងហើយពិចារណាឡើងវិញ បាទ អ្នកមានជំងឺហ្នឹងឲ្យមានការសោកស្ដាយដូចក្នុងវីដេអូនេះដែរ ចាបង បាទយើងអាចទៅពិគ្រោះយោបល់មួយដុកទ័រអីចឹងទៅគេលោកគេមានវិធីអីយើងអត់ដឹងដែរ បាទពីច្រើនខ្ញុំគិតថាដុកទ័រគេមិនអាចឲ្យយើងយកបានទេដោយសារតែយើងមានបញ្ហាខ្សោយបេះដូងឬក៏បេះដូងចំហអញ្ចឹងបងអញ្ចឹងវាធ្វើឲ្យយើងដុកដួលខ្លាំងទី1ពេលដែលយើងមានកូនទៅបាទសុខភាពវាខ្សោយទៅវាអាចនឹងសន្លប់ឬក៏កៀងបេះដូងណាមួយអញ្ចឹងណាតែក្នុងរឿងនេះបញ្ជាក់ទៀតថាបងប្អូនដែលជាស្ត្រីមានផ្ទៃពោះសូមកុំស្ដាប់អីខ្លាចប៉ះពាល់អារម្មណ៍ដល់កូននៅក្នុងឬមួយទៀតបេះដូងខ្លាចអាចធ្វើទុកដែរបង គេគាត់គិតច្រើន បាទគាត់គិតច្រើនពួកអីតែស្ដាប់ទៅគឺមានការវិចារណាហើយបង នៅតែស្ដាប់ចា៎ មានការវិចារណាអូកូនអញមកហើយកូនអញហើយមួយទៀតសាច់រឿងនេះខ្ញុំជឿថាបងប្អូនដែលមានដែលជាស្ត្រីនឹងសម័យឃើញរូបភាពហ្នឹងហ្មង បាទ សូម្បីតែខ្ញុំឥឡូវនិយាយនេះគឺរូបភាពនៅពេញភ្នែកខ្ញុំដល់ដោយសារតែខ្ញុំជួបផ្ទាល់អញ្ចឹងរូបភាពនេះគឺសង្កេតថាមួយជីវិតខ្ញុំគឺខ្ញុំអត់បំភ្លេចបានទេ បាទ អត់បំភ្លេចបានទេវាស្ដែងហើយក៏វាស្រស់ពេកបង
វាសោះហើយគឺវាផ្ទាល់ដៃខ្ញុំតែម្ដង ខ្ញុំបើសិនជាខ្ញុំឃើញទស្សនវិជ្ដែលឪពុកគាត់ដែលគាត់បានបោតបង់ភរិយាមួយកូនគាត់ហ្នឹងគឺខ្ញុំទទួលយកបានហ្មងអាណិតណាខ្ញុំ អាណិតមែនតើសូម្បីតែ ទទួលយកបាន និយាយរួមទៅអ្នកស្រុកអ្នកភូមិមកគេនិយាយដែរបើសាច់ជ្រូកហ្នឹងបើសិនជាអ្នកស្រុកអ្នកភូមិគេនិយាយ យើងស្ដាប់នឹងលេងខ្លាចហ្នឹងមានអារម្មណ៍ថាបើសិនជា ចិត្តវិញណា អីទៅដូរយកជីវិតពួកគាត់មកវិញបានយើងដូរយល់ខ្ញុំនិយាយអត់អាចយកអីមកទោសនិយាយគាត់ស្ដាប់ដូរថាបាញ់និយាយ ទៅដូរមកហ្មង ហ្នឹងហើយបើខ្ញុំគិតថាបើប្តីគាត់អាចគិតថាដូរទៅដូរមកបានគាត់ដូរយកជីវិតប្រពន្ធគាត់ជាមួយនឹងកូនគាត់ហើយគាត់ដូរជីវិតដែរ សំខាន់គាត់កូនដំបងទៀតបងគាត់ក្មេងៗដែរក្មេងអាយុខ្ទង់ហើយជា20ជាងឯងបងអើយ20ជាង ហើយសម្រាប់បងដែលគាត់ទៅធ្វើការនៅកូរ៉េគាត់លះបង់ណាលះបង់ខ្លាំងមែនតើដើម្បីគ្រួសារ ហើយប្រពន្ធដែលពោផ្ទៃឬការកូនព្រោះស្រីមួយផោះមួយទៀតហើយចិត្តដល់ថ្ងៃសម្រាល មិន ហើយបែរមកជាមានរឿងចឹងកើតឡើងអ្នកណាទទួលយកបានបង រឿងអកុសលខ្លាំងមែនតើហ្មង ទទួលយកបានសូម្បីតែគ្នាគាត់ដែលនៅធ្វើការមួយគ្នាក៏គេទទួលយកបានដែរបើថាគ្នាគាត់ឯងសូម្បី តែយើងមិនដែលស្គាល់ផងនៅទឹកភ្នែកទឹកស្មៅជំនួសគាត់ចូលតំណំគេម្ចាស់សម័យខ្លួនម្ចាស់រឿងនេះ ចឹងក៏ចូលរួមសោកស្ដាយដល់បងដែលគាត់ជាគ្រួសារនៃសពចា ដល់ហើយម្ដងទៀតសុំទោសម្ដងទៀតបងសុំទោសដល់ខាងគ្រួសារនៃសពដែលខ្ញុំអាចលើករឿងនេះឡើងអញ្ចឹងបងអាចប៉ះពាល់អារម្មណ៍គាត់អញ្ចឹងទៅសុំទោសម្ដងទៀតព្រោះអីដោយសារតែរឿងនេះក៏ជាមេរៀនមួយដល់ស្ត្រីយើងដែរថាកុំឲ្យមានផ្ទៃពោះឬក៏កុំឲ្យមានស្វាមីនៅពេលដែលយើងមានបញ្ហាបេះដូងឬក៏បញ្ហាណាមួយនៅក្នុងប្រព័ន្ធសរីរាង្គយើងអញ្ចឹងណាបង យើងពិនិត្យសុខភាពឲ្យច្បាស់លាស់មុននឹងបង្កើតបត្រាបត្រីអញ្ចឹងបាទ គោលម្ដងខ្ញុំដែលត្រូវលើកតែពិតខ្ញុំអត់ត្រូវលើកទេព្រោះអីវាអាចប៉ះពាល់អារម្មណ៍គាត់ខ្លាំងមែនទែនហើយមួយទៀតពេលដែលខ្ញុំលើករឿងនឹងឡើងមកគឺវាប៉ះពាល់អារម្មណ៍ដែរប៉ះពាល់អារម្មណ៍ខ្លាំងមែនទែនព្រោះអីខ្ញុំទស្សនវិជ្ជាហ្នឹងគឺខ្ញុំឃើញស្ដែងហើយយើងធ្វើដល់តែដៃតដៃខ្ញុំទៀតអញ្ចឹងទៅវាប៉ះពាល់អារម្មណ៍ខ្ញុំហើយមួយទៀតខ្ញុំចង់ក៏ឲ្យបងប្អូនស្ត្រីដែលគាត់មានផ្ទៃពោះហ្នឹងឬក៏មិនទាន់មានប្តីដែលមានជំងឺហ្នឹងគឺ take care សុខភាពខ្លួនឯងសិន មិនបាច់យល់ល្អគឺមិនបាច់ហ្មង ចា បាទមិនបាច់កុំឲ្យមានការសោកស្ដាយព្រោះឈឺចាប់បងឈឺចាប់មែនតើព្រោះការលាត្រឡប់នេះគឺអត់មកវិញទេទៅរហូតទាំងកូនទាំងម្ដាយ អូខេឥឡូវយើងបញ្ចប់សាច់រឿងទី1របស់យើងត្រឹមប៉ុណ្្នឹងសិនទៅដោយសារយើងបាននិយាយឲ្យអស់ហើយបើយើងនៅតែចែក detail ទៅវាហៅតែឈឺចាប់ខ្លោចផ្សាទៅអញ្ចឹងយើងបន្តទៅសាច់រឿងទី2របស់យើងទៅតែមុននឹងយើងចូលដល់សាច់រឿងទី2អ្នកទាំងអស់គ្នាដែលកំពុងទស្សនាកម្មវិធីតុកភ្លឺ background ងឹតកុំភ្លេចចូលទៅ subscribe ទៅលើ channel Smart Asi តាមម្នាក់មួយទៅដើម្បីតាមដានកម្មវិធីរបស់យើងហើយកម្មវិធីរបស់យើងនឹងធ្វើការ premium live ជារៀងរាល់ថ្ងៃសៅរ៍វេលាម៉ោង 9 យើងចូលទៅសាច់រឿងរបស់យើងហ្មងទៅណា ចាសាច់រឿងទី2ដូចជានៅមន្ទីរពេទ្យ នៅមន្ទីរពេទ្យមួយកន្លែងថ្ងៃមួយនោះគឺផ្ទះខ្ញុំហ្នឹងគឺគាត់ធ្វើម្ហូបច្រាមប្រហុកមួយកសាំងហ្មង ចា បាទច្រាមប្រហុកមួយកសាំងអញ្ចឹងយើងត្រូវការលក់អីធម្មតាហូបវិញគឺខ្ញុំចូលចិត្តសក់មែនតើតែប្រពន្ធខ្ញុំគាត់ទៅទិញសក់នៅផ្សារអញ្ចឹងទៅក៏មិនបានធ្វើត្រួតពិនិត្យសក់ហ្នឹងដែរអញ្ចឹងទៅពេលយើងហូបលៀងស្មាតទៅវាតែវាអត់តន់អស់ថ្នាំហ្មងមានថ្នាំអញ្ចឹងណាដល់ពេលកូនខ្ញុំហូបទៅវាបង្កឲ្យទៅជាមេរោគរាគដល់ពេលរាគទៅយើងអត់ដឹងថាគាត់រាគធ្ងន់ទេមុនដំបូងគឺគាត់រាគហ្នឹងល្មមហីបងតិចអញ្ចឹងណាដល់ពេលទុករហូតដល់2ថ្ងៃវាកាន់តែធ្ងន់ក្តៅខ្លួនខ្លាំងអញ្ចឹងខ្ញុំក៏យកទៅមន្ទីរពេទ្យមួយកន្លែងអញ្ចឹងនៅខាងខេត្តតាកែវយើងដែរដល់ពេលយកទៅពេទ្យគាត់ដាក់ស្រោមដាក់អីឲ្យណាគឺក្មេងយើងដាក់ស្រោមតាមដៃក្មេងវាដាក់ឈាមទេបងវាចេះតែបេះបោចអញ្ចឹងណាអញ្ចឹងក៏យើងក៏លួងលោមហ្នឹងក៏ឯងឈាមឆាប់ជាអញ្ចឹងណាដល់ពេលហើយចន្លោះយប់ខ្ទង់ម៉ោង3ម៉ោង4យើងយប់ម៉ោង3 4យប់ខ្ទង់ម៉ោង8ម៉ោង9យប់មន្ទីរពេទ្យហ្នឹងគឺចាប់ដើមរៀងឆ្ងាត់ទេបង ហ្នឹងហើយពេទ្យតាមខេត្តប៉ុណ្ណឹង រៀងឆ្ងាត់ហើយអញ្ចឹងអ្នកលក់នៅក្នុងមន្ទីរពេទ្យហ្នឹងគឺគេចាប់ដើមមើលបិទភ្លើងហើយបិទភ្លើងបដាហើយខ្ញុំនៃកូនខ្ញុំសម្រាប់នៅក្នុងបន្ទប់ហ្នឹងគឺមានតែម្នាក់ពេលថាមានតែកូនខ្ញុំមួយទេមានតែខ្ញុំមួយទេក្រែមហ្នឹងក្រែតនេទាំងអស់អញ្ចឹងកូនខ្ញុំក៏ធម្មតារៀកគឺពិបាកបងធ្វើទុកបាទធ្វើទុកអញ្ចឹងរៀករហូតទៅបន្ទប់ទឹករហូតមកស្ទុះក្រោយយើងទៅបន្ទប់ទឹកកន្លះម៉ោងក្រោយយើងទៅបន្ទប់ទឹកទៀត1ម៉ោងក្រោយ2ម៉ោងក្រោយយើងទៅរហូតដល់ចង់មកយប់ទៅភ្លឺបងស្ដាប់ដល់រហូតដល់ម៉ោង1គឺកូនខ្ញុំដេកវាឡើងអង្គុយសើចហ្មងវាឡើងអង្គុយសើចប៉ាវាសើចហើយប្រពន្ធខ្ញុំគាត់ខ្ញុំអត់ហ៊ានប្រាប់គាត់ទេហើយខ្ញុំចាប់ដើមអារម្មណ៍ថាព្រឺច្បល់ហើយជុំ
con tim mũi cái tha mở lúc mấy bị chư cái đau luôn nó mở nè bàn tay mở na mở bao này bông thằng nào dương mở dương bắt này chứ con nó mở bao này bà hãy sao rồi ngó tay lạnh khẽ đó hay sao chứ đấy nhưng còn chập đàm ở tên này nhưng cho khổm hay vô con nhóm ông thủ nhóm còn để chứ ấy với con là ấy để chơi hay nhóm chụp hơi hay nhưng mà hiện nào pôn trong mày pôn nó còn nơi kia gì nó nơi chọc nia nó ở hiện này đó nhưng mà để chụp để thấy cho hiện riêng thời ca ơi đi vô chun quạt từ hay plak khao tận nôm từ tục tắc plak khao tận nôm phải đó tập về hái là cái lan pet mua để từ tục trao nó bông bao phượng lan pet nó khẳng cả nếu chắc là làm pet nó khôi với bông cái tục trao nó vui nhưng mà thằng ngay khơi này làm pet nó khôi đầy hỏi bắt số tháp bị giúp bao lương đấy lương khẳng không lan khẳng không lan bông có pin lan mục á cái pin lan mục hay nhóm rom nhóm bị nó bay vô chuột bông bay vô chuột bông bỏ sân chỉ khát tẹp liếm hay con đây con nhóm cứ tao thở ống cứ việc bạ bản thân chỉ ai thử làm với việc ai và bò đấy nó chẳng nhung sốc chất thòm khai chơi thòm đi từ hiện đập bồn nhóm ơi mẹ này không nhóm có đặc đại con nhóm từ tục tật và đừng tục tật bao mọi tiền đó vì đại mau bỏ tục tật năng hai lời khởi mà tiêu khói việc cái lấy tâm ôi môi đại lộ chạm hối nó không đàm phân lộ chạm hối nơi này lại nhá việc on nó mong bà nút bà màu màu nhóm đa pôn nhóm thà ôn tát te bà cao thì mà ôn mền mới anh ấy mền mới mền tên mền mới đấy bà pôn nhóm ngược mau huỳnh khoang bong thầy ôn ở số này ôi mình ti pet đây mình ấy bong ấy còn nào cái mền tờ bàn cầm đo dương na ấy kháng cả nâng ở miền nâng miền tạt sập ơi của nạ đây hay còn bắt tàu sầu mó đặc biệt của xa tê nên là càng bắt tay vào tục xây cái này đây bắt tục nhưng bắt tục khmei càng khmei nhá nó chừng khmei nhá nó đọc về hay chúng đào vào pôn trong đào pôn ta té pôn ở khá thì bẹt cả đà giúp dương ta đặc pet mấy bọn nhưng dương số chặt thòm sao đó chẳng thòm sao hay thòm sao câu nhóm rất là ôi bà máu chứ nhóm chắp ra mới làm ta bỏ sân chiến đây nắng tiết đang đặt căn là thôn bằng cồn nhom và lại anh mình hệ cả là lừa ta nhưng cái tha không mấy nhặt ấy gì mấy nhặt đăng tỷ mẹ đăng người vẫn còn là nhưng cái tha ơi chìm linh cùng viên họ linh chẳng này ơi khơi cồn nhom khơi chẳng nè tai vì đăng người ta mỏi cho bà vườn oi chẳng đào pì thái nhưng còn mẹ chặt tha ta tè bàn tay mong chết buồn này đang mong chết buồn lười rồi dừng coi mẹ chặt tha ta tè đang bột buồn nhưng vẫn còn đẹp trong cái ai hái pet mau có xua tha thay bàn về nhà nhặt ta tè mày thầy xuống lên này cú rồi là sao ta nên đi nhưng mà bạn dễ bây đây nhưng dễ tới là việc bà po hay mỗi tiết là cú khai chẳng hạn nhưng có on mót ra tha mọi lồn chẳng cồn nhung khơi mọi lồn chẳng chẳng cú tha ấy chẳng bảo sân chỉ bọn anh khai ấy hay cồn trừ những tiết tay còn xong mới cồn sân bảo sân chỉ cồn đang on cái đá đưa gọi on hỉ ấy anh oi tới bàn chẳng hạn tay còn step mới tới hiện chặt đây cái đây luôn tì hay hỉ rồi vì mình chơi hỉ ấy na đây hiện on là đặt nam này on này chẳng dương có mẹ chặt ta tè từ rồi nó cứ chọc vào nằng rồi ní clay nghe vô ok nè ở đây này cứ sai hiện tí pi hiện bật thoi cùng rật mình bật thoi vô món cứ đập chia làm vậy cũng ai bong có tan tăng chùm mùi nằng của tí mùi mấy hiện tan tăng đài ok đi tới thòm đá không cứ quạ đòn đằng ấy thì quạ đòn đằng thì đi cô nhưng vẫn đằng tại hot lê nha bọn thòm đá và không này biết cả lô nhưng cả lô không này biết hot lê nhắn á hot lên tới cả lô mơ chẳng tư bà mơ pan tay bà sân chỉ bà mơ anh đừng bật này tại này bật này hay cái bà mọi bà hay dương ní khai đá còn này khai từ xa còn này toàn đăng hay mua tiết nơi mình này bạn nào tốt nhưng nơi ta mình này ấy như mỗi câu 14 nhóm mày 4 nhóm nó có hiện đá thì ta đá là khai đá có nó bảy khai chứ còn nó hay nam muối tật chất đi việc ha bụng mà đai dương ban khơi tê bàn tác dương đăng thác khói của bụng ở lồng côn dương ngày chứ nào ta đặt chất oi côn thưa tục mà chụp tô phư chà ok nè ở đây chụp post sai tí pi ní còn ban chạy lại hay còn ban tờ lẹ là về mau chờ nãy là bây giờ dừng đạp biển thì lại class đỏ hào man class hay nhung cách ha picture bong quạt vơ can ở phi quạt trôi chất đạp
គាត់បើក YouTube ចោលទៅហើយគាត់ពេញកាតព្វកិច្ចការងាររបស់គាត់ទៅបាទអញ្ចឹងសូមផ្ដាំផ្ញើទៅបងប្អូនទាំងអស់គ្នា enjoy ជាមួយនឹងការស្ដាប់រឿងអបិយជំនឿរបស់យើងក៏ដូចជារឿងអមនុស្សរបស់យើងពីកម្មវិធីតុកភ្លឺ background ងឹតហើយសាច់រឿងយើងនៅអត់តាន់អស់ទេយើងនៅថែមមួយសាច់រឿងទៀតបងណាបាទបើសិនជាអាចទុកជាចំណងដៃចុងក្រោយអីចំណងដៃបាទទុកជាចំណងដៃចុងក្រោយអាចថែមមក2រឿងទៀតចុះបាទបងខ្ញុំគិតថា3រឿងទេបាទតែឥឡូវបើសិនជាចុងក្រោយអញ្ចឹងយើងអាចបែកគ្នាមួយរយៈសិនហ្នឹងហើយអញ្ចឹងទុកស្ដាប់លេងមិនដឹងថាមកវិញអត់ទៀតហ្នឹងមួយរយៈហ្នឹងបាទទុកស្ដាប់លេងទុកស្ដាប់ទៅតែស្ដាប់កុំខ្លាចតែស្ដាប់ខ្លាចលេងហ៊ានស្ដាប់ហើយហ្នឹងហើយអូខេហើយមុននឹងគាត់ចូលទៅសាច់រឿងខ្ញុំចង់បញ្ជាក់អ្នកនរគ្នានេះគឺជា2 episode ចុងក្រោយepisode នេះមួយហើយជាមួយនឹង episode ក្រោយមួយទៀតគឺពីកម្មវិធីតុកភ្លឺ background ងឹត season 4របស់យើងបានចប់រដូវកាលទី4ហើយអញ្ចឹងខ្ញុំគិតថាវាយើងយូរដែរហើយដោយសារខ្ញុំបានកំដរអារម្មណ៍អ្នកនរគ្នាកន្លះឆ្នាំពេញហើយជារៀងរាល់អាទិត្យបាទដោយសារយើងនឹង break មួយរយៈមិនដឹងថាមួយរយៈឬក៏ទៅបាត់រហូតទេអ្នកនរគ្នាអាចបែរចក្ខុវិស័យមកមើលខ្មោចមានពិតឬការពិតមានខ្មោចដែលយើងធ្វើការនៅ live លើ page របស់ខ្ញុំផ្ទាល់នៅរៀងរាល់ថ្ងៃអង្គារចាប់ពីម៉ោង8ដល់ម៉ោង10យប់ហើយបងក៏អាចខលចូលរួមឬក៏មានរឿងចែកម្លែកដូចជាបងអាចារ្យភ្លុកការពិតមកយើងនៅខាងខ្មោចមានពិតឬក៏ការពិតមានខ្មោចណាតែដោយសារតែសាច់រឿងច្រើនហើយល្អទៀតអញ្ចឹងយើងក៏សម្រេចចិត្តថាអញ្ជើញគាត់មកខាងតុកភ្លឺម្ដងតែមិនម្ដងណាអ្នកទាំងអស់គ្នាអើយ2ដងហើយមករឿងសិតតបាក់ចកេះទាំងអស់ដូចអាចារ្យភ្លុកហើយនឹងលោកគ្រូចិនសែគ្រូម៉ុងគឺសិតតែជាប្រិយមិត្តក្នុងកម្មវិធីខ្មោចប្រកាសពិតមានខ្មោចដែលខលចូលរួមទាំងអស់ចឹងពីអ្នកគាត់គឺសិតតែពិសេសទាំងពីរអ្នកដោយសារក្នុងមួយ season គឺមានវត្តមានរបស់ពួកគាត់រហូតដល់2ដងបាទចាហើយបើសិនជាបងប្អូនទាំងអស់គ្នាចង់ឲ្យកម្មវិធីតុកភ្លឺ background ងឹតរបស់ពួកយើងមាន season 5បងអាច comment នៅខាងក្រោមជាមួយនឹងសូម season 5ឆាប់សូម season 5ឆាប់អូខេអរគុណកុំភ្លេចបេះដូងពណ៌បៃតងឲ្យស្មើដូចគ្នាបាទតោះចូលសាច់យើងបាទតាពិតទៅតុកភ្លឺនេះគឺខ្ញុំទៅតែស្គាល់ដែរទេបងតាមស្គាល់បាទតាមស្គាល់តាមរយៈខ្ញុំខលចូលកម្មវិធីបងការពិតមានខ្មោចស្គាល់កម្មវិធីនោះមុនអានេះវិញចឹងអត់ទេចាប់អារម្មណ៍ដែរប៉ុន្តែគាត់ថាអត់សូវយកចិត្តទុកដាក់អត់សូវយកចិត្តទុកដាក់ទេតែពេលបងនិយាយថាតុកភ្លឺ background ងឹតខ្ញុំមានអារម្មណ៍ថារៀងប្លែកចូលមើលក្នុង YouTube ទៅខ្លាចដែរបងអ្នកដកខ្មោចក៏ខ្លាចដែរបងខ្លាចទៅពេលខ្លះចំរឿងដែលពួកគាត់និយាយទៅគឺស្វល់ខ្ញាតាមតែរឿងតាមតួដែលគាត់ផ្កាយនិយាយឬក៏អត់ឬក៏តាមសាច់រឿងគាត់ចឹងទៅបាទតែទៅថ្ងៃនេះបានចូលផ្ទាល់ថ្ងៃទី2ទេថ្ងៃទី2លើកទី2បាទចូលផ្ទាល់រឿងទី3មិញខ្ញុំចាំបានគឺសពចងកតែពិតរឿងហ្នឹងត្រូវតចូលនៅពេលដែលខ្ញុំនិយាយទី2ហើយគឺត្រូវតចូលរឿងហ្នឹងហ្មងដោយសារតែរឿងទី2ខ្លីពេកបាទតិចចឹងត្រូវតចូលសពចងកនឹងម្ដងតែបើសិនជាខ្ញុំតចូលអាហ្នឹងហើយគឺអាចចាប់អាហ្នឹងយើងអាចចូលមករឿងទៀតគឺគ្រោះថ្នាក់ចរាចរណ៍នៅខាងសុកបៃក្បាហើយរឿងហ្នឹងគឺខ្ញុំធ្លាប់ចែកម្លែកការពិតមានខ្មោចដែរប៉ុន្តែគាត់ថាអត់សូវដិតហ្នឹងហើយដោយសារយើងនិយាយតាមទូរស័ព្ទវាមិនសូវ clean ទេមួយទៀតខ្ញុំនិយាយចឹងវាមានចេះសលេងឆ្កែហ្វូឆ្កែអីទៅវាអត់សូវដាក់អារម្មណ៍ដែរបាទឥឡូវយើងសុំសាច់រឿងសាកសពចងកណាបាទសពចងកហ្នឹងខ្ញុំត្រូវបូជានៅខាងលើកដែកបាទលើកដែកសុកកោះធំបាទខាងកោះធំសុកលើកដែកខាងលើកដែកគឺខ្ញុំបូជានោះគឺអត់ប្រើមេនទេបងយើងប្រើឡបូជាធម្មតាដូចបុរាណអញ្ចឹងតែបុរាណគេបូជាដើមចេកដាក់ដើមចេកតែទៅលើបច្ឆាឡនរបៀបមិនវិញអត់ទេឡហ្នឹងឡមេនតែបងអាឡដែលយើងគាត់អត់មានសបកបាទអត់មានមេនអត់មានសបកក្រៅឡហ្នឹងដដែលតែគាត់អត់មានតុបតែងក្រៅអាហ្នឹងលេតបងឡលេតបងលៀតបាទលៀតបងអាហ្នឹងដូចឡយ៉ាគាត់ស្ដាប់ដូចឡគេដុតជ្រូកខ្វៃអញ្ចឹងតែគាត់នៅវាបើកចេះអាគេអាំងសាអាំង barbecue ចាចង់ប្រាប់ដែរថាបូជាបុរាណវាប្លែកហើយបូជាឡវាមិនអញ្ចឹងគឺយើងមិនមើលសម័យរូបភាពនឹងបានព្រោះខ្ញុំថតទុកដែរពេលបូជាគឺខ្ញុំថតទុកឡដែលបូជានឹងហ្មងឬក៏ឡផ្សេងគ្រាន់ឧទាហរណ៍ទេឡខ្ញុំហ្មងឡដែលត្រូវបូជានឹងហ្មងអូខេឡដែលបានប្រើប្រាស់នៅហេតុការណ៍ហ្នឹងបាទអូខេថ្ងៃមួយគឺខ្ញុំបូជានៅខាងស្រុកលើកដែកតែខ្ញុំមិនដឹងសពនឹងចងកទេអត់ដឹងទេដោយសារតែយើងគាត់ធ្វើអត្តឃាតខ្លួនឯងភ្លាមគឺយើងចាប់ដើមបូជាភ្លាមហ្មងគឺចាប់ដើមបូជាភ្លាមអញ្ចឹងខាងខ្ញុំណាក៏សួរគាត់ដែរថាបងបញ្ជាក់ម្ដងទៀតបងត្រូវការមានឬក៏ត្រូវការតឡអញ្ចឹងគាត់យកតឡទេ
ก็ซาแต่กอดเองขบาขาดได้ให้ก็มันแต่บ้านตังไอ้นะฉันยกได้บ้องเอาบ้านตังมายกได้คือเลี้ยงโบเชียเปลี่ยนเหมือนจังเกี่ยถังกาเปล่าเมนนี่เนาะจังนั้นนะไอ้ยังก็จับดามตะหลังรอในเวียสายมวยเวียสายนั่นคือในขางบงพุ่งมาดมนั่นคือดิ้งกุ้งมาใส่เช้านะบ้องกุ้งมาใส่นั่นคือยังโบเชียจะหลอกทั้งไงหมองทั้งไงซีตรงหมองใบแต่หมอมองออซับแล้วดอมหมอผมบุญดอบยุบบ้องเลยแต่หมอมออซับคือยังโบเชียให้เปียได้ยังโบเชียนั่นคือคืนนี้ยมนั่นมีแต่ปีเนี้ยตีปีนี้ยมเหมือนปีเมย์ยมให้นางยมตามดองโบเชียปีเนี้ยให้แต่บนก็คือมันง่ายปีอะไรโบเชียยังได้ยังเจ็ดตีตรงหาเชียไปหย่อยแมทได้ปีขังบงแต่ก่อนหนึ่งแต่ปียังโบเชียประเทศจะทอมได้ยมใจในเปียบนนาทาสอบจองก็คือประบาดดอดได้ไอ้มวยทิศคือจอมไงซาเลียดบองจอมไงซาlấyไงซาเลียดปีทั้งไงนำดองจังวิธีถนอมได้ปันตายโดยซาแต่เวียนมันอาจตกกาวจังนะนั่งไงจังซับก็ถือโบเชียเปลี่ยนตามดองไปได้ยมโบเชียต้องจะหลอกตรงมองปุ่มบุญยุบยมเคยมนุษย์สมาวตรงนั่นคือดาวเลยปันเบียนั่นแขกพลื้ยบ่งแขกพลื้ยยมเนื้อจามบ้านดูตรงปุ่มใบกาดปุ่มเปิลกาดปุ่มใบกาดไงซัลไงใบกาดบ่งไงซัลใบกาดยมเนื้อจามบ้านแขกพลื้ยโวยบ่โรยเงิดบักกาดพลื้ยอันจังแขกพลื้ยเองสบายได้แต่ยมเคยสมาวนั่นคือสมาวทงเม็ดทงปูคือล้างดามเชื่อนะมองล้างดามเชื่อในขังกาดรอนะดามเชื่อล้างให้มันสมาวนั่นแต่จองคอnơi lửa đàm chơi đang mong bỏngสมาวđại nhầm khơi nhá cứ lang đàm chơi cứ lang đàm chơi hay chơi thì cam hiệp mới tròn co nó mà tàu nó cứ dương khơi cho ba cái lái mong bỏng cho ba mong chơi thòng đá khai bị khai đi khai bị khai khai chứ dương mình khơi smาวtung mình khơi nước tròn co nó cái lái đàm chơi đang mong đào thấy nhom cây mê nhom thà bỏngอะไรấy mình khơi nước tròn co nên khơi tròn co bỏng tròn co nè bỏ dương bộ chia sập tròn co ấy nè tròn co nã tiền ở đấy anh khơi ba cái lái nồi mò tung này cho bơ mớ về dương cho bơ tới ở mình khơi như gì ban tay bờ dương lẹ bơ cho khổ cứ dương khơi bạn sầm máu mình thao khơi mình nước ba hai ban tay khơi sầm máu thông tung cứ về đây cho nên thòng na dương sầm mãi thì thà tròn co về mà sang cam phiệp mà bạn nhẹ đại nhẹ trường ba bạn nhẹ đại nhẹ trường chứ cứ dương thơ khơi là biết bài đang mòn rồi về dương mưa tới dương tung bòn tung hay nhóm cọ trà đóm này mà ơi lấy mê nhóm nắng tha chụp bờ mưa tí mà mình khi những tung bông bởi dương bộ chia sập cho con này khi mà cho co tiền bởi vàng thế chi ế ở đây ở vàng thế dành cứ cho ba cứ đào tạm lư sải đang hết lang đàm chơi đang mòn hay đàm chơi đang phục lượm lá nó cứ bây giờ nhiều mới nó cứ đang buộc bài này đang buộc bài nè đang play cái ốp đàm pen phải chăn ở đang nói là sống trong cái áo phục bò lương mến bò lương mù luôn phải chăn đàm chăn đó đậpไปให้dương có khơi nhá dương có mình trả rắm này mình trả rắm hay mấy giống có ta bỏ ai vàng này chạy ta tập phật lầm láng ở lúc tà cha đang máu đang mà giật vòng tà cha đang máu có tha sập đại ơi tròn co ở đài ở này bố trí cứ tròn co là đàm nằng cái này đẹp bong khơi sầm màu và khơi sầm màu tung cứ sọt nó cứ tròn co là đàm nằng còn bốn nẹ ai còn bốn nẹ bong đôi cái này để cái thôi ăn thiệt tu tư nó nằng mỏng và nơi cái lại nằng mỏng bốn nẹ hay muốn hãy làm là cặp chào ở xa tay ở khai kia khang mà chặt đám kiệt phồng mà chặt đám chơi nắng bạn mà chặt đám chơi nắng hết ở vậy nhưng mà đăng này mình đăng tha cọt slide đang buộc bài nắng cứ cọt tục bè fly lụ thấy cái phùa đám chăn ăn sơ miên này ăn nghe đâu hay là nắng thủng mà nó còn nào nấy đau tung trên mà ốp chiêng nó ôi đằng màn nam thế em nghĩ thôi hay có ốp á có ốp tam có ốp cả lạp phúng ấy mà đau có ốp và có ốp hay Phật lầm láng lục tà cha còn mở ăn tới miên nó ăn miên rồi ăn miên chẳng bạn ăn miên chẳng ngon mấy giờ đốt trẻ ói vào ngay chổ luôn mọi luôn ấy vào ngay hướng đạo trong áo hột rồi nhót đạo thế mọi người ăn hiền mờ bạn nhót đạo cho nhưng mà đăng tha trời dừng lỗ ngay dừng mình phải nháp vào ngay mình cha mình cao tiết nhọc đạo cho đạo vô đập bê sai lãng thử trắng nên nó to đây là còn là kịch tích chứ ta ấy để ai đạo ban và sân diệp kháng bò tết kỳ dục cân không kỳ dục cân đi phải rằng do là do khơi
cần ở mọt thấy bạn kia vô bài tật tà lệ bà ta bồi dương này sọc mai những kia cái tục ăn được chưa mà điểm đai ăn gì đi ăn cái non ăn con giống nè kia vô mà mồm sau về đến cái chạ cho tà lệ bà cái chạ trôi tà lệ vậy anh ấy so đây bà còn hạ chạy hạ thống thống một chơi và dương từ hở tới bây sau phải đang bong bây giờ chập can máu cái này hả cái này sau đâu can thằng nòm thì đào nắng kê bẹp đây ta ở cặp tranh từ cùng tục chẳng tiết bật sinh gì tục chẳng tiết anh ấy bà can là thì quân phụ ấy để bà ta chả bị đau vì ta trường cọp bà trường cọp chẳng tập bây giờ tục tới ra dùng miền to kia đó ta ở lâu bà chạm bon lâu nhầm đang thắc cặp rồi có để phụ ấy nhầm lên ban bổ chia này lên sơ ban châu bổ chia năng ăn sơ đấy phụ ấy nắng kịp chán bổ chia lo quẹt sơ bổ chia ở miền tây rồi sao tại cái lại như tu cái tại vì tu hay nâng mua tờ lễ bọn chẳng tới cái bổ chia ta lo thì thấy màu chi hiệp này bà hay cái lại nâng cua khai mệt nâng hứa nâng cứ chọc bàn đằng rồi dừng khơi ta chia ra màu đây bà còn là chia ra màu ấy đợt pe ta lẹ hướng hiện tiếp với hiện thu ở đóng đọ hào thu nè đọ số đòn hào nhưng chừng nhom nơi đất đam hướng tìm môi bọn đó sao tại róm nâng cứ nơi chọc này nhom mong còn nơi chọc thùng nơi chọc này nhom nơi đất đam ở tại nhom tham lực cứ cho người nâng muốn ta bổ cứ bọn phải còn tẹt tôn tới nhom nhưng cái ta hướng dây ban ta thơ mấy hướng nâng cứ việc vì thom đá hướng nâng vì ai vậy tới vì ai chia chùm này môi đài đẹp bọn ô những đa chẳng nhưng cần ta mẹ chật và ta bảo sao nhom vậy tới nhom ai từng passport ở róm nhóm hay mua tiết passport ở róm còn ở vậy đây sầm ngắn passport đó là khu san này sọp bà ta ấy lợi dương nè ban đạp đường tị bày giấy khỏi khơi ta chia small chia mùi đằng đam chan là có ô lương nắng hay nơi đam nắng cứ miền xạ sọp đại ban sập luôn nên là hột đo buồn nè thua mà đa thế để cái lạnh để miền sọp miền cái tròn co rồi có cái miền cái atiket cứ miền nữa cứ tay tới to thì ao thể hiện của bạn chất tích cứ qua tay đừng sắm to cái lạnh là ngày tại sao ở nên nắng viên mình lại tròn mà tròn co đa mà sấy tròn là mấy cái rồi viên thoáng slôi nè và chạm tích bong mền tha ở dương tròn co buồn nè nắng mền tuôn kia tê nắng ấy tăng bị đào nâng buồn đạp năm mau chẳng tăng bị nâng mau chẳng kỳ to đi mà hôn nó đào nâng chẳng bà rồi bạn lớn ba chợ bon là lớn cứ nhưng mà đang thả cặp trao được có tê phụ nhưng mà bán tới lại nâng tiền ok chẳng dương đã thêm to sai trưởng bao nhiêu mươi tiền mất to sai trưởng một chiếc cứ nhâm bồ chia nơi hàng sọc phải cả ba nơi xa chân đi bong ôn nơi xa chân đi thì hàng sọc phải cả ba như ai score ai đăng hai ca đang ai anh em có lọp chạy lại đón đài và sự đất ở sự ba chẳng mà đón ní ai những ba chuyện buồn ở ngày mua cứ nhom bồ chi tranh vì hàng sọc có thôm mà đo hàng ở xa chân đi hàng sọc phải các bác hàng cao xa chân đi cho lọp hai chi tung pi hỏi mệt dương sọc nước sọc của nãy chả cho ai bồng sọc của nãy chả cho dương chập đam thơ miên thơ ấy hái là người hái con tay đòi xa tại ca thơ miên nó cứ mà đang thà đám bốn đứa coi dương hàng bên dương tê phụ ấy mà chặt đầy kia đó cứ cái ao hủ vinh dương ta lãng hay đang bồng ta lãng lược ta so hai vậy đằng lược ta so buôn hai nên so ta cặp pu nhưng mà lãng cặp pu nó khổ nó tiệt điệp đừng lược lại cái nó sạp ta mà chặt đầy kia mau cười con cả ai hủ chơi nhà chạp ông miền nó thơ nó một đây năng nghề có to va mỗi đám bốn tới đám bốn thà hủ chưa ở đấy thì bảo là mà chặt đây kia phồm chứ nè ở trên nhóm có hủ và đào ấy và đá chứ cứ ta ô hồn thì bay ấy họ thôi hay mệt liền tiền hồn tí bay mệt hồn thì bay vòng hồn thì bay dừng chạy mà bồ chia lại nó cứ hồn thì bay cái bồ chia lên đây nè ở đây trong người ta pe là nhầm tranh bị cọt thông món hồn thì pi cho mà đo là lại nó cứ hồn thì bay là nhầm thời bồ chia to man cho tè thì dừng rè đây mà trip chân rồi tập pe hai dừng thưa chặt hai thời mà hủ vinh chẳng mèo róm ta hot khlang mình tên cầm lang tiền hay mệt cọt cái đau đây chẳng dân còn chập ra hủ hối dân có và to mà tư cả lại vọt đã bốn nó đợi còn ơi thưa xong vọt ở vọt tận nộp đại xong tu vọt tận nộp đại hàng chỉ ca thì một đó hàng sọc bay các bạn đấy vọt tận nộp đại nó còn sọc bay các bạn cứ có khát cả đá đấy nhưng mà cho ba đây ở đây đang là vọt đang mong bóng dân có chập đam thương biên thưa ấy bà tới rồi hốt đo mong bay mong buôn mà chập nhưng thưa hời cho dương hủ hai thưa hai dương hủ với nhá đặt thưa lại đang tiết trắng mong bay mong buôn mà dương thưa hai lúc cả cha có tha ô này thưa hai ao thì đằng mau banh cái chuối chả mặt đá mót đằng ngày tha vì đứng thưa hai vậy anh trắng nhưng có banh cái chuối mà đá âm từ hồi ngay bị kia ba ngày bị kia phải chật vì cái lỗ đây nó không
បាញ់ជួយជាសញ្ញា បាទពេលខ្ញុំបាញ់កញ្ជួយទៅក៏លឺអាធំបាញ់អាធំមិនបាញ់អាទូលឺឯ2គីឡូដីអាទូលឺឯអាធំមកគ្រាប់ប៊ូងផ្អើលលោកទៀតលោកក៏ផ្អើលដែរ អាហ្នឹងបើកកម្មវិធីបិទកម្មវិធីអាហ្នឹង បាទប៊ូងទាំងហើយលោកអាចារ្យក៏ដឹងក៏ចាប់ដើមហែសពចុះធម្មតាសពគ្រោះអ្នកចរាចរណ៍តាទុកមកយប់អីគឺវាឡើងចឹងថាហើមអី ហ្នឹងហើយក្លិន បាទមានក្លិនមានអីឯងអញ្ចឹងក៏យើងមិនបានទុកយូរដល់ទុករហូតដល់3 4យប់ដែរអត់ទេតាភ្លាមគឺបូជាភ្លាមអីអញ្ចឹងក៏យើងចាប់ដើមបូជាហើយអញ្ចឹងនៅចន្លោះម៉ោងខ្ទង់9យប់អស់ដែលខ្ញុំត្រូវបូជាគឺវាអស់ខ្ញុំក៏ចុចទៅដើមបុណ្យថាបងខ្ញុំអស់ហើយអញ្ចឹងសុំបងឯងជួយដឹកអូសខ្ញុំមក1ម៉ែត្រ1ម៉ែត្រគី4ជ្រុងហ្នឹងគឺវា1ម៉ែត្រហ្នឹងគឺវាចឹងថាស្មើនឹង1ម៉ែត្រ4ជ្រុង 1ការ៉េ បាទ1ការ៉េគេហៅថាគីបយូរចឹង បាទមកគីប ដល់ហើយគាត់ដឹកមកហើយខ្ញុំនេះក៏ធម្មតាសពគណៈចរាចរណ៍វាញាត់អូសច្រើនហើយវាបាក់ដុតអញ្ចឹងក៏ដុតអីប្លាទៅក៏អូសខ្ញុំក៏អត់មកទេថាទុកនឹងសិនហើយលាក់ខ្លួនបន្តិចសិនលាក់ខ្លួនដេកបន្តិចសិនដល់ពេលយើងលាក់ខ្លួនដេកទៅខ្ញុំក៏លឺលេងកូនក្មេងយំសើចយំវើយសើចយំនោះមិនថាយំនៅក្រោមនឹងទេយំនៅកលួចដងតិចឡើងលោខ្ពស់នោះចុងនេះដល់ចុងពោchứខាងកើតហ្នឹងមានវត្តដើមមានដើមពោមួយបងខាងកើតវត្តហ្នឹងគឺមានដើមពោមួយហើយអញ្ចឹងខ្ញុំចេះឆ្ងល់ក្មេងអាណាម៉ោង2:10យប់ម៉ោង10:10យប់ហើយនៅលេងអត់មានឲ្យខាងហ្នឹងក៏មានផ្ទះណាមានចេះការសមុទ្រមានផ្ទះមកពីណាអត់មានហ្នឹងអញ្ចឹងខ្ញុំក៏ចាប់ដើមអារម្មណ៍មួយថាអត់ស្រួលដឹងតាឡងហើយដឹងបើមិនខ្មោចរីងកងវាលបាទរីងកងវាលព្រោះអីមានក្មេងយំមានអីចឹងណាអញ្ចឹងក៏ខ្ញុំចាប់ដើមមានអារម្មណ៍ថារីងកងវាលលេងហើយយើងក៏ចាប់ដើមដើររកអីថែមទៀតខ្ញុំក៏ចាប់ដើមរកអាស័យដែលយើងត្រូវនេះចូលយប់យើងដឹងរកណាហើយខ្ជិលរកដើមបនទៀតព្រោះអីយើងរកគាត់ហើយម្ដងហើយអញ្ចឹងទូនាទីអូសគឺយើងនៅខាងយើងដែរយើងដើររកអាស័យមកចន្លោះម៉ោងខ្ទង់12:71ខ្ញុំក៏ដូរគ្នាម្ដងឲ្យមេខ្ញុំមើលដល់ពេលមេខ្ញុំមើលមេខ្ញុំក៏លឺសលេងអូសជើងដើរអូសជើងគឺនេះកម្លាំងពេញជុំមេហ្នឹងម្ដងគាត់គិតថាមនុស្សណាគាត់គិតថាគាត់លត់មើលទៅអត់មានឃើញទេដល់ពេលអត់ឃើញក៏បិទអាកណាត់វាំងណូនហ្នឹងមកវិញអាកណាត់មេហ្នឹងមកវិញដល់ពេលយើងបិទមកវិញម្ដងទៀតអូសជើងម្ដងទៀតបងអើយគាត់ថាស្ដែងហ្មងជើងតែមួយខាងឯងអូសដើរអូសជើងហ្មងដើរទៅខាងបងហ្នឹងហ្មងដើរទៅខ្ញុំថាហើយមិញលោកដែរហ្នឹងបំលេងកងវាលេងដល់ហើយលេងសែកវោកបាក់ខ្លះសែកខ្លះអីចឹងណាហើយខ្ញុំក៏ធម្មតាយើងចាប់ដើមហូបវានោះអីទៅហើយក៏បាត់ចឹងទៅហើយឥឡូវថាបងអើយបងឯងទៅធ្វើមេនោះបងខ្ញុំមុនហ្នឹងបាញ់និយាយលងហើយហ្នឹងប៉ុន្តែគាត់ថាមិនដល់ថ្នាក់ដូចសពដែលនេះសពពោះធំមកបាទអត់ដល់ថ្នាក់ហ្នឹងទេអញ្ចឹងក៏យើងវាមិនទៅខ្លាចរអាណាមែនដែរហើយនោះយើងអស់កម្លាំងដែរពេលហ្នឹងក៏ច្រើនពេលយើងធ្វើហើយហូរហើយអញ្ចឹងក៏តាមតាណាហ្នឹងទៅហើយរឿងហ្នឹងក៏ចប់ប៉ុណ្ណឹងទៅបងអត់ទេខ្ញុំចូលចិត្តរឿងខ្លីងាយអញ្ចឹងស្រួលដងហើមបន្តិចមិនតានតឹងខ្លាំងតានតឹងមុនហ្នឹងអ្នកអស់នេះនិយាយមែនគឺតានតឹងខ្លាំងមែនតែពួកយើងក៏បានប្រេកមកស្ទុះដើម្បីចូលសាច់រឿងទី2មុនហ្នឹងណាចប់ពីសាច់រឿងទី1ដែរជិត1ម៉ោងគាត់រឿងទី1ជិត1ម៉ោងហើយរឿងក្រោយនេះគឺយើងខ្លីទេហើយស្ដាប់ឈៀលខ្ញុំដល់ថ្នាក់សុំទៅកតុបទឹកសិនពួកអីបើមិនចឹងទេអាចនឹងស្ដាប់ខ្ញុំខ្លាចភ័យខ្លាចសាច់រឿងទី2ទី3ខ្លាំងទៀតទៅគឺហ្នឹងហើយតែឥឡូវគាត់រៀងតម្លាក់បន្តិចទៅយើងសួរដងហើមដែរកាលវគ្គមុនរឿងឆ្កែខ្ញុំជិះម៉ូតូទៅផ្ទះវិញដល់ទីថតចប់អារម្មណ៍នៅដិតដើមនៅជិះម៉ូតូហ្នឹងខ្ញុំជិះមិនកើតដែរខ្ញុំឲ្យពូនខ្ញុំដប់ទៅតាបាទឲ្យពូនខ្ញុំដប់តែម្ដងនេះប្រហែលជាឲ្យពូនខ្ញុំដប់ទៅទៀតខ្ញុំអត់ដប់ទេបើសិនជាខ្ញុំដប់អារម្មណ៍ខ្ញុំគឺនៅហ្នឹងវាអាចខុសគ្នាហ្នឹងហើយអើអញ្ចឹងទៅវាអាចនឹងអីផ្សេងអញ្ចឹងណាបងអញ្ចឹងមកសម្រាប់ចិត្តទៅផ្ទះទាំងយប់ហ្នឹងខ្ញុំទៅទាំងយប់ហ្នឹងបងពួកអីស្អែកគាត់ទៅធ្វើការស្អែកអរគុណដល់គាត់ខ្លាំងមែនតើបងទាំងអស់គ្នាឌីសាតែគាត់នៅខាងតកែវបងទាំងអស់គ្នាស្រុកភ័យកបាស់ទេបងបាទស្រុកភ័យកបាស់គាត់បានមកចូលរួមកម្មវិធីរបស់យើង2ដងហើយ
dục mình nó cứ bây giờ những thọt nó cứ con mà đó mong tung phải chim bấy nó mong ai cả là hô trăm dương là hô đo mong cho thọt mong muối mà hay bây thọt hay cứ có thời từ lọp từ với nhân và hai chị mong buồn phèm ấy đó đâu mong mà đấy đâu mong buồn chết buồn đấy bông vậy nít khoa pin tí buồn ôi ở con khăng mình tên buồn là máu này ấy tại mình những ta sai hướng ta mà hướng từ bộ nó cứ con mà mong ấy hướng mình nó cứ nhôm gì tam toàn mong mình được nhôm mình được kha gì nhôm ai đừng lẹ khả tham vía hẹp vía rừng thốt hay vía sau sai vía hai chương tinh sport con từ mơ hướng vía cái việc rộng mơ chương hướng con cha hay mơ hướng chương mơ toàn ấy dương sầm mãi dương trong sầm mãi từ đó nát các bạn này là trẻ bọn người xua rong bong mình bà sân chị bong nơi nông tết đập hiệp năng chị nhom mình ta bong cua thời thưa định là nhung chụp po sai hướng tí muối ba sai hướng tí mùi và sân chị bong chị nhom mình nhom nhạc buổi chiều ta bong nhạc buổi chiều hay khơi tết hiệp to tăng pì chụp tí muối đó đòi chụp buổi chiều ta bọn anh rong bọn anh mày cái độc đua mày đứa có khai được biết mày cái độc đua mày bởi vì mẹ nhom to bởi nhom chia bọn anh với nhom bạ bay chai già rầm nâng bông khai sọc bay chia màu anh nật sân tha quạt màu dục tỷ pi tỷ bay tiết mẹ rắm tha ai nhom kết tha ai đừng làm bắt đầu pi khai đó này nôm tây chỉ anh nật chui bắt đầu dục bò vinh nhé và sân chỉ khơi năng dục tỷ pi tỷ bay tiết chẳng hết bà bông giờ đến và nhóm mẹ rắm tha việc khâu chất á và anh ấy nhưng mình thầm sờ mày thay chi bọn ai nhưng sờ mày là hậu đo chia ở cổ xa hay sờ mày đo chia mình cha sập tiệt á cho thấy bông nhưng vậy men á lại gì phụ đi xa tờ sơ tờ mà vị này ti trong khỏi mình được để po hóa cứ chim xem mình được để côn tờ bồn cứ trong khơi một cô mình tên hà rầm để chia mặt kê hay trong lư một côn trong bảo côn á hay bắt cái ái bị bắt cái ái sờ mày tha côn bẹ tới nâng vía bài mây một côn dương bài mây bê côn hai dương mạng nâng rộng việc thách khăn mình tên món á hay nhưng chưa thêm vì ai đang bên hưởng môi bị khỏi đang còn miền này phụ ấy rộng chỉ mà đáy nó bê để mình emergency bật toàn khăn món cái xua tha do mạng như được có do côn nhưng lọp lư ghê tơ tại mà đáy cao sắp bầm buồn phía rồi để sọc chật do côn anh ấy như vậy men á quạt bên sầm nắng quạt hụt ban từng pi cha bộ miếng sầm nắng hụt ban từng pi phụ ấy chia mà đai kê nắng quạt ai cho hụt ban mà đo lời nắng hao vậy bận té bị để tôi chất cát mau ấy á khi đó sạch đó ấy mà thanh nơi cồn chiêm nơi ấy nắng gường tôi tới nè tại khi hiệp nắng cát mau ấy mà đai na có do câu này em vậy mềm xong cho tay ao khi ban khơi lử ngay ở khi ban chừng nùa dưới thay dương xong chất bắp bong khơi lai cháo đó phụ ấy dương hụt ban đây duyên là bỏ mày xong chất ao côn to tới tiết hụt ấy côn là hụt đo từ pin nè nên ngày bảo nhau mình rộp nhóm đất đam bay tìm môi quạt lực ai còn quạt ngày ai cả con quạt bao cái thọ ai đang mau lớp hay quạt lực ai trẻ đàng trẻ tập này quạt hô bắt hay quạt được đai cuộn thùng quạt mặc kháng đập là đo trong sờ lọp quạt căn tầm bãi chất tiết nó bây giờ khổ xa quạt po hay bắt bong ở dụ chỉ vật đang để quạt có bông tầm pin phía cách đầm bay khổ xa quạt trong mau chất mền tên bẩn tái bên nó cứ quạt đầm bay khổ xa đầm bay anh cốt côn pi nè để nó không tây po bỏ pôn quạt nữa nghe cứ cái tháng nhưng không bằng thưa ca đầm bay cốt đầm bay sập hẹm cô khổ xa tay trong khói bị bay tôi chỉ bắt bong ở vậy cục giang nhôm thạch cái này năng khăng mong hay mỗi tiết cứ cái này còn trong đọc cô cồn ngày bạt còn tên nhà đọc cô cô nó còn bác mà sao đọc cô cô nó cứ chạm máu chạm tắc đi dương nữa tắc sọt dương không chạm trong đọc cái lọc trẻ còn đấy ba cái cồn này ba cái này nó comme vậy men nhưng tôi bảo đó ba này vậy mình dùng tam quạt qua nắng vi chia tổng vừa đại dương thưa từ can cồn dương đài bà nhôm thọp chẳng hay mỗi tiết rong ở bụng mà đai nhôm thọp miếng cồn cứ nhôm hiệp tốc ai bồng hiểm tốc ai bà thiểm tốc ai một nâng bốn năm lon đấy còn nhôm hiệp chom tốc đài hiệp chom đôi chia lùi thải ca khla đam bay thiểm lon lê hiệp chom cả ai hiệp chom cả tốp ấy hiệp chom lon lê chẳng đôi cọt đài tai đập cọt đi hiệp chom hai sát ấy bài chia bắt bong nuôi giải tiền sẽ lái hết thay miếng cồn tiền bên vậy bị khổ xa bởi sân chỉ tất chất bà đai khang
ផុសម្ដាយខាងស្រីយើងគិតថាតាយាយរបស់កូនភ្លោះហ្នឹង បាទ គាត់ត្រៀមចិត្តត្រៀមកាយនឹងទទួលចៅសមាជិកថ្មីភ្លោះ បាទតែរុញគាត់ទិញឡើងពីបង បាទបែរជាទៅបាត់បង់វិញអញ្ចឹងអត់ទទួលយកបានណា ឈឺចាប់ខ្លាំងមែនតើហើយខាងម៉ែក្មេងគាត់ចាណា4នាក់ស្លាប់ខាងម្ដាយគាត់បង្កើតម៉ែក្មេងហើយទាំងប្តីគាត់គឺបូជាហើយយំហើយស្លាប់ហ្មងស្លាប់បាត់មាត់ជើងបានបងប្អូនគាត់នឹងហឺធុងយកទៅហ្នឹង ធុងលេងហួច បាទដល់ពេលគាត់ដឹងខ្លួនទៅវិញដឹងមកបងគាត់មកមើលសពប្រពន្ធគាត់ម្ដងទៀតហ្នឹងអាកន្លែងដែលថាខ្ញុំនិយាយថាកូនដែលខ្ញុំកាយងើឃើញធ្លាក់កូនមកហ្នឹងគាត់ឃើញហ្នឹងហើយគាត់ស្រែកមកហឹងហ្មងថាកូនស្រែកមកហឹងហើយខ្ញុំនេះញ៉ោដៃញ៉ោជើងឡើងអាតាត់បងហើយគាត់ថាពិបាកនិយាយហ្មងកន្លែងហ្នឹងគឺពិបាកនិយាយហ្មងអ្នកដែលមានកូនអ្នកដែលមានគ្រួសារគឺគាត់យល់អារម្មណ៍ច្បាស់